សនាអំពីជីវិតទស្សនៈទី1មានតែចម្បាំងប៉ុណ្ណោះទើបអាចឲ្យមនុស្សរស់បានដោយសន្តិភាពក្នុងជីវិតដែលពោរពេញទៅដោយសង្គ្រាមដ៏គ្រោះថ្នាក់នេះហើយចម្បាំងដ៏អស្ចារ្យបំផុតគឺច្បាំងនឹងខ្លួនឯងរាល់ថ្ងៃទីរោគចាប់កំណើតឡើងជាមួយនឹងសម្រែកយំដ៏ខ្លាំងពុំមែនសំណាចឡើយនេះមានន័យថាបានកើតជាមនុស្សគឺជារឿងមួយកម្របំផុតដែលយើងមិនដឹងថាគួរចូលរួមសម្ដែងក្តីអបអរឬក្តីអាណិតអាសូរក្រោយមកទំរំតែចម្រើនវ័យធំដឹងក្តីរហូតដល់ដង្ហើមចុងក្រោយបង្អស់របស់ខ្លួនគេមិនដឹងថាត្រូវឆ្លងកាត់ដំណើរផ្សងព្រេងអ្វីខ្លះទៀតទេក្នុងដំណើរផ្សងព្រេងរបស់ជីវិតតែមានសុខសុវត្ថិភាពនិងទុក្ខគ្រោះថ្នាក់ដោយសំណាត់ឈើដែលរសាត់អណ្ដែតតាមរលកបោកជួនក៏ប្រទះប៉ះត្រីឡជួនក៏រំកិលចូលដល់មាត់ជ្រុះប៉ុន្តែមនុស្សខុសគ្នាពីសំណាត់ឈើដោយមនុស្សអាចជួយខ្លួនឲ្យជៀសផុតពីមាត់ជ្រុះបានម្យ៉ាងទៀតគេមិនត្រូវរស់នៅក្នុងសុខសុវត្ថិភាពភ្លេចខ្លួនឬហៅថាសប្បាយហួសប្រមាណជាដាច់ខាតការប្រមាថធ្វេសប្រហែសនេះនឹងនាំគេទៅជួបនឹងគ្រោះថ្នាក់វិញដូច្នេះគេត្រូវតែត្រៀមខ្លួនជានិច្ចចំពោះឆាកសង្គ្រាមជីវិតNiccolo Machiavelli ដែលជានយោបាយវិទូអ៊ីតាលីបានឲ្យក្រើនរំលឹកថាកុំនៅទំនេរគ្មានពេលមានសន្តិភាពហើយត្រូវឆ្លៀតប្រើពេលសន្តិភាពឲ្យមានប្រសិទ្ធភាពក្រែងលោដល់សំណាងផ្លាស់ប្ដូរយើងអាចទ្រាំទ្រកម្លាំងខ្យល់ព្យុះនិងអាចមានជ័យជំនះក្នុងគ្រាក្របានតើបុគ្គលល្បីល្បាញក្នុងប្រវត្តិសាស្ត្រឯណាខ្លះដែលមិនធ្លាប់ឆ្លងកាត់ចម្បាំងនោះចម្បាំងនាទីនេះខ្ញុំពុំលើកយកការកាន់អាវុធយុទ្ធភ័ណ្ឌប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលឬសង្គ្រាមលោកមកបរិយាយអ្វីទេតែខ្ញុំចង់សម្ដៅដល់ចម្បាំងនៃជីវិតមនុស្សគ្រប់រូបច្រើនជាងក្នុងចម្បាំងនេះគេជួបសមរភូមិច្រើនណាស់ដូចជាសមរភូមិរៀនសូត្រសមរភូមិការងារសមរភូមិស្នេហាសមរភូមិគ្រួសារសមរភូមិជាតិសមរភូមិនយោបាយជាដើមស្ដាប់មួយភ្លេតយើងអាចនឹងគិតថាគំនិតនេះហាក់ទុទេនិយមដែលមើលពិភពលោកក្នុងសភាពដ៏គួរឲ្យភ័យខ្លាចតែម្យ៉ាងហើយយើងអាចនឹងប្រកែកថាជីវិតមនុស្សមិនមែនជាសមរភូមិដ៏ក្តៅគគុកទេវាគឺជាភាពស្រស់បំព្រងតែប៉ុណ្ណោះចំណុចនេះយើងក៏មិនបដិសេធអ្វីដែរគឺថាជីវិតស្រស់បំព្រងមែនហើយជាភាពស្រស់បំព្រងដែលមានភាពអាប់អួរនៅហ៊ុំព័ទ្ធគ្រាន់តែពេលខ្លះភាពអាប់អួរនោះវាហាក់នៅឆ្ងាយមិនទាន់មកដល់ឲ្យយើងឃើញភ្លាមប៉ុណ្ណោះវាមិនខុសពីព្រះច័ន្ទដែលកំពុងរែភ្លឺរន្ទាលសុកស្រាក់តែលេចចេញនៅរាហូមកលេបត្របាក់ធ្វើឲ្យប្រាយជាងងំលិតសូនសុំត្រឹមមួយរំពេចដូច្នោះដែររាហូចាប់ច័ន្ទបុគ្គលល្បីៗដែលជាប់កិត្តិនាមក្រអូបឈ្ងុយឆ្ងប់ក្នុងប្រវត្តិសាស្ត្រទាំងឡាយសុទ្ធសឹងជាអ្នកឆ្លងកាត់យ៉ាងជោគជាំក្នុងភាពលំបាកតក់យ៉ានៃសង្គ្រាមយ៉ាងជូរជាត់បំផុតព្រះពុទ្ធព្រះយេស៊ូវមហាម៉ាត់ខុងជីនិងឡាវជីជាដើមដែលជាមេសាសនាធំគឺជាអ្នកប្រយុទ្ធយ៉ាងស្វិតស្វាញនឹងអំពើបាបកម្មក្នុងខ្លួនហើយបានចោទបេសកកម្មផ្សព្វផ្សាយនូវកុសលធម៌ដល់មនុស្សជាតិណាប៉ូឡេអុងបូណាប៉ានអាប់រ៉ាហាមលីនកូលមហាត្មគុន្ធីស៊ុនយ៉ាតសេននិងលេនីនជាដើមដែលជាកំពូលអ្នកដឹកនាំបដិវត្តន៍គឺជាអ្នកប្រយុទ្ធយ៉ាងសស្រាក់ស្រាំជាមួយនឹងភាពក្រីក្ររបស់ខ្លួនរហូតអាចឈរជើងយ៉ាងរឹងមាំនិងដឹកនាំប្រទេសឲ្យរីកចម្រើនទៅមុខបានតាមក្តីស្រមៃរបស់ពួកគាត់ដើម្បីយកជ័យជំនះក្នុងសង្គ្រាមជីវិតដែលជំពាក់ជំពិនស្មុគស្មាញទាំងឡាយយើងត្រូវតែកសាងខ្លួនជាអ្នកចម្បាំងដ៏ពូកែដោយត្រូវច្បាំងនឹងខ្លួនឯងនេះតែម្ដងព្រះពុទ្ធបុត្តាបានមានពុទ្ធដីកាថាការឈ្នះខ្លួនឯងជាការប្រសើរព្រះបាទសាឡូមនបានប្រទាននូវសុភាសិតថាអ្នកណាដែលឈ្នះខ្លួនឯងវិសេសជាងអ្នកឈ្នះដណ្ដើមបានទីក្រុងទៅទៀតចំណែកឡាវជីក៏និយាយស្រដៀងគ្នានេះថាអ្នកណាដែលឈ្នះសត្រូវបានគេហៅថាអ្នកខ្លាំងអ្នកណាដែលយកឈ្នះខ្លួនឯងបានគេហៅថាអ្នកមានអំណាចតើឈ្នះខ្លួនឯងយ៉ាងម៉េចទាល់តែយុវជនបានលុតដំខួរក្បាលនឹងបេះដូងជាមុនសិនទើបចាត់ទុកថាឈ្នះលើខ្លួនឯងក្នុងโลกនេះគ្មានអ្វីពិបាកយកជ័យជំនះជាងរបស់ពីរយ៉ាងនេះឡើយប៉ុន្តែវាក៏ឥតហួសវិស័យពីសមត្ថភាពមនុស្សនោះដែរពេលណាដែលខួរក្បាលនឹងបេះដូងដែលបានលុតដំឡហើយវានឹងคล้ายទៅជាផ្លែដាវដ៏មុតហើយមាំដែលអាចកំចាត់សត្រូវក្នុងខ្លួនយើងបាន
ការរៀនសូត្រជាប្រចាំនិងការបណ្ដុះស្មារតីជាតិនិយមគឺខួរក្បាលជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការលុតដំខួរក្បាលចាំបាច់ណាស់ត្រូវតែមានតុល្យភាពរវាងចំណេះដឹងនិងឧត្តមគតិជាតិខួរក្បាលដែលបំពាក់បំពន់តែចំណេះដឹងតែខ្វះឧត្តមគតិចំណេះដឹងធំធាន់តែឧត្តមគតិស្គមស្គាំងគឺជារឿងចោលមេសៀតសម្រាប់សង្គមចំណែកខួរក្បាលដែលបំពាក់បំពន់តែឧត្តមគតិតែខ្វះចំណេះដឹងពិតប្រាកដឧត្តមគតិមុតស្រួយតែចំណេះដឹងចេះចាំគឺជារឿងគ្រោះថ្នាក់ក្រៃល្ហឹងសម្រាប់ជាតិសាសន៍ខ្មែរយើងយុវជនដែលមានលទ្ធភាពរៀននៅក្នុងសាលាល្អៗក៏មានមោទនភាពជ្រុលឬស្លឹកស្រពន់ឲ្យសោះត្រូវតែក្រេបជញ្ជាក់ចំណេះដឹងប្រៀបដោយសត្វឃ្មុំខំក្រេបលំអងផ្កាដើម្បីដើរឲ្យទាន់ឬលើពួកយុវជននៃប្រទេសជិតខាងយើងចំណែកយុវជនដែលមិនបានចូលរៀននៅក្នុងសាលាក៏គុំទំនេរឬបាក់ទឹកចិត្តដែរត្រូវតែឆ្លៀតរៀនតាមមធ្យោបាយផ្សេងៗដើម្បីយិតយ៉ងខ្លួនឲ្យបានដូចយុវជនដទៃទៀតគប្បីអានសៀវភីគ្រប់ប្រភេទស្រាវជ្រាវឯកសារនានាជជែកសន្ទនាជាមួយបុគ្គលចេះដឹងជំនាញខ្លួនត្រេះជាប្រចាំជាពិសេសយុវជនត្រូវស្វែងយល់ដោយទស្សនវិជ្ជា philosophy ដែលជាវិជ្ជាគ្រឹះសម្រាប់ស្ថាបនាជីវិតយើងបីដូចជាការរៀបគ្រឹះសង់អគារដូច្នោះដែរស្គាល់ទស្សនវិជ្ជាគេនឹងស្គាល់ផ្លូវទៅរកសច្ចធម៌ដែលជាវត្ថុមានតម្លៃបំផុតរបស់ជីវិតទន្ទឹមនឹងការរៀនសូត្រឲ្យចេះដឹងឲ្យយល់សច្ចធម៌ជាដើមនេះផងដែរក៏ត្រូវតែចេះឈឺឆាយកិច្ចការសង្គមផងមិនថាជាយុវជនឬយុវនារីឡើយការហ្វឹកហាត់មនោយទ្ធិនិងការបណ្ដុះគុណធម៌ជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការលូតដំបេះដូងដើម្បីហ្វឹកហាត់មនោយទ្ធិគឺត្រូវតែហាត់រៀនសមាធិចិនដើម្បីឲ្យយើងអាចយកអាយតនៈភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តស្ថិតនៅក្រោមការបង្កាប់បញ្ជាចិត្តដែលមិនបានអប់រំល្អនឹងคล้ายតែជាបិសាចខឹងខ្លួនចិត្តដែលមិនមាំទាំមិនអត់ធ្មត់មិនក្លៀវក្លាមិនស្ងប់មិនត្រជាក់មិនស្រឡះមិនមានសណ្ដាប់ដណ្ដាយគឺពិតជាមិនអាចដឹកនាំខ្លួនឯងបានឡើយកុំថាឡើយដល់ទៅចាំងដឹកនាំអ្នកដទៃយុវជនអាចរៀនក្បួនសមាធិមួយចំនួនតាមមធ្យោបាយរៀងខ្លួនគម្ពីរឬគ្រូជាដើមហើយក៏ត្រូវតែដឹងជាមុនថាការហ្វឹកហាត់មនោយទ្ធិទាមទារឲ្យរាងកាយមានសុខភាពល្អមាំទាំទៀតផងគេមិនអាចមានចិត្តមាំមួនដោយគ្មានរាងកាយមាំបានឡើយវាឥតខុសពីកសិករដែលចង់បានផ្លែឈើទុំល្អត្រូវស្រោចថែដើមដូច្នោះដែរសប្តាហ៍ថ្ងៃនេះយុវជនខ្មែរមួយចំនួនធំកំពុងជោគជាំដោយស្រាថ្នាំញៀននិងអំពើពាលាអាវ៉ាសែជាច្រើនទៀតដែលធ្វើឲ្យបាត់បង់នូវធម៌ពលរាងកាយរួមទាំងធម៌ពលនៃចិត្តគំនិតដូច្នេះយុវជនខ្មែរត្រូវភ្ញាក់រលឹកឡើងដោយចំណាយពេលយកចិត្តទុកដាក់ទៅលើសុខភាពដើម្បីវាជាប្រភពទ្រទ្រង់និងផ្ដល់កំណើតដល់អំណាចផ្សេងទៀតរបស់មនុស្សចំណែកក្នុងការបណ្ដុះគុណធម៌វិញយុវជនត្រូវនាំគ្នាធ្វើនៅទង្វើល្អនិងមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមដែលជាការសាបព្រោះនៅក្របពូជគុណធម៌ប្រភេទមនុស្សដែលឧទ្ទិសជីវិតក្នុងបុព្វហេតុសង្គមជាតិគឺជាប្រភេទមនុស្សគុណធម៌ថ្នាក់ខ្ពស់បំផុតគួរឲ្យគោរពកោតសរសើរអស់កាលយូរអង្វែងទៅទៀតទស្សនៈទី2តាមលក្ខណៈធម្មជាតិជីវិតគ្មានកន្លែងដែលត្រូវទៅពិតប្រាកដទេហើយក៏គ្មានន័យអ្វីឲ្យច្បាស់លាស់ដែរដូច្នេះត្រូវមានគោលដៅជីវិតទើបមិនវង្វេងហើយត្រូវប្រើជីវិតទាំងមូលដើម្បីសម្រេចគោលដៅនោះទើបយើងដឹងន័យនៃជីវិតដែលខ្លួនឯងជីវិតមនុស្សបើបណ្ដោយឲ្យវារសាត់អណ្ដែតដោយខ្លួនឯងវាមិនដឹងថាតើនឹងទៅដល់ទីណាទេវាដូចទៅនឹងស្លឹកឈើដែលចេះតែហូរទៅតាមកម្លាំងទឹកដូច្នោះជីវិតមនុស្សពើធំដឹងក្តីកាលណាអាយុជីវិតក៏កន្លងទៅយ៉ាងរហ័សដូចយល់សបុតចាស់ឧស្សាហ៍ត្អូញត្អាណាស់ថាជីវិតរបស់ពួកគាត់ពិតជាលឿនខ្លាំងណាស់ថ្មិចបាកមួយឆ្នាំពួកគាត់ច្រើនសោកស្ដាយដែលមិនបានតាំងគោលដៅអ្វីមួយឲ្យប្រកបប្រជាការនៃយុវវ័យដែលសារតែរកមិនឃើញគោលដៅថាចង់ទៅណាឲ្យប្រកបវាធ្វើឲ្យយើងខាតបង់ការរស់នៅទទេសកម្មភាពធំរបស់មនុស្សបើបង្រួញឲ្យខ្លីទៅគ្មានអ្វីប៉ុន្មានទេមានតែស៊ីដេកស៊ីហើយបង្កើតកូនចៅដដែលនេះជាគំនិតមួយរបស់តួអង្គសារ៉ាក់ក្នុងរឿងជីវិតឥតន័យរបស់លោកស៊ុតប៉ូលីនក្នុងវគ្គជីវិតគ្មានខ្លឹមសារវិញសាវ៉ាក់ក៏បានរអ៊ូរទៀមតែម្នាក់ឯងផងដែរថាអញរអើមចង់ក្អួតអ្វីម្លេះទេជីវិតមនុស្សគ្មានន័យគ្មានខ្លឹមសារតើមុនមនុស្សកើតមកមនុស្សនៅឋានណាលុំដល់ពេលស្លាប់តើមនុស្សយាត្រាឆ្ពោះទៅទីណាម្ដេចបានជាមិនរស់រហូតទៅលុំដល់ពេលមនុស្សស្លាប់ត
ើប្រលឹងនៅរូដាឬក៏រលីសូនសុងទៅជាមួយអង្គប្រាននរណាគេហះដែលបង្កើតលោកមកពីដើមដំបូងបំផុតហើយនាំឲ្យមនុស្សវេទនាដូច្នេះហ៊ីរឿងនេះគិតមិនចេញទេខ្ជិលគិតល្អជាងព្រោះជារឿងមិនប្រកបប៉ុន្តែរបស់មួយដែលអានប្រកបជាងគេគឺអញត្រូវស្លាប់ថ្ងៃណាមួយបើមិនយូរក៏ឆាប់កាវដែលព្រះសិទ្ធត្ថប្រថាប់នៅក្នុងព្រះរាជវាំងដ៏ស្រស់ឆាតឆាយទ្រង់យល់តែសេចក្តីសោមនស្សមួយមុខគត់មិនជ្រាបសូម្បីតែពាក្យសាមញ្ញ3ម៉ាត់ដែលមនុស្សទូទៅតែងដឹងឮប្រទះគឺពាក្យជរាឈឺនិងស្លាប់លុះគ្រាមួយទ្រង់បានទតឃើញនៅមនុស្សជរាមនុស្សឈឺនិងមនុស្សស្លាប់ដែលនៅខាងក្រៃរាជវាំងក៏បណ្ដាលឲ្យទ្រង់ស្រងេះស្រងោចណាស់ចំពោះសង្សារវដ្តទៀតដ៏វែងអន្លាយគ្មានន័យនេះទីបំផុតទ្រង់សម្រេចប្រតិបោះបង់រាជបល្ល័ង្កដ៏ប្រណិតចោលហើយកំណត់គោលដៅស្វែងរកការត្រាស់ដឹងនៅក្នុងព្រៃដើម្បីចាកចេញឲ្យផុតពីការលង្ភងនៅក្នុងជ្រក់ដ៏សែនជ្រៅនៃសេចក្តីទុក្ខទ្រង់ព្រះចិន្តាថាមានតែគោលដៅប៉ុណ្ណោះទើបមិនធ្វើឲ្យទ្រង់វង្វេងវង្វាន់នៅក្នុងជីវិតដ៏ឥតន័យខ្លឹមសារនេះគឺគោលដៅនៃការស្វែងរកការត្រាស់ដឹងដែលទ្រង់បានមកពីការទតឃើញជីវិតដ៏ក្សេមខ្សាននៃបាបជិត Hegel ជាទស្សនវិទ្យាសញ្ជាតិអាល្លឺម៉ង់បានពោលថាជីវិតនឹងមានតម្លៃលុះត្រាតែវាមានតម្លៃនៅក្នុងគោលដៅណាមួយពិតហើយសូម្បីតែមនុស្សដែលចង់ធ្វើអត្តឃាតក៏ព្រោះតែយល់ឃើញខុសថាខ្លួនមិនដឹងត្រូវរស់នៅដើម្បីអ្វីទៀតឬដើម្បីនរណាការមិនដឹងនេះហើយដែលជាការរស់ដោយគ្មានគោលដៅតែម្ដងបើគោលដៅមានច្បាស់ជាការបំរាស់ននៀលតស៊ូជាមិនខានការតស៊ូក្នុងគោលដៅរបស់ខ្លួននឹងនាំឲ្យមនុស្សស្គាល់នៃជីវិតដោយខ្លួនឯងគោលដៅនោះជាអ្វីក៏បានឲ្យតែតិធិនៅក្នុងក្របខ័ណ្ឌច្បាប់ជាតិអន្តរជាតិដែលមានយុត្តិធម៌និងក្របខ័ណ្ឌអភិសមាចារដែលមានភាពត្រឹមត្រូវប្រទេសខ្មែរមិនខ្វះទេញាក់ដែលរស់នៅដោយគ្មានគោលដៅប្រជាពលរដ្ឋមួយភាគធំបើកភ្នែកឡើងស្រាបារីអភិនលបែងក្លឹបសុំទៀនជេរបញ្ចៅគ្នាបាញ់កាប់ចាក់គ្នាតើសង្គមយើងនឹងទៅជាយ៉ាងណាក្នុងអនាគតខាងមុខផ្ទុយស្រឡះពីជនជាតិជិតខាងយើងដែលគេជាសបាយទឹកមែនតែគេមានគោលដៅមានកិច្ចការរបស់គេច្បាស់លាស់រឿងនេះចាំបាច់ណាស់ដែលយើងត្រូវតែនាំគ្នាខ្វាយខ្វល់ដោយបុគ្គលម្នាក់ត្រូវគិតគូរគោលដៅរបស់ខ្លួនហើយជាពិសេសគ្រួសារនិងស្ថាប័នអប់រំក៏ត្រូវតែចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឬបណ្ដុះមនុស្សឲ្យមានគោលដៅតាំងតែពីក្មេងៗទៅកុំចាំបាច់ដល់ធំទើបយកចិត្តទុកដាក់ទស្សនៈទី3បាយឆ្អិនល្អដោយសារតែចែកថែភ្លើងបានល្អកិច្ចការមិនអាចទៅដល់គោលដៅទេបើមិនចេះស្វែងរកអ្វីមកជំរុញថាមពលចិត្តឲ្យឆែកជាប្រចាំថាមពលចិត្តជាជំហរចាំបាច់ជាងគេក្នុងការបញ្ឆេះកិច្ចការនានាឲ្យដើរទៅមុខវាដូចជាការងារដាំបាយដែលត្រូវការភ្លើងឲ្យបានឆែកជាប្រចាំដូច្នោះទើបមិនឆេវជាទូទៅមនុស្សដែលគ្មានថាមពលចិត្តខ្លាំងគេច្រើនធ្លាក់ទៅក្នុងភាពខ្ជិលច្រអូសឬការគេចវេះចិត្តមានអំណាចធំធេងណាស់ប្រសិនបើវាទទួលបានការជំរុញថាមពលជាប្រចាំការបោះបណ្ដោយឲ្យចិត្តខ្សោះខ្សោយទៅយើងគ្មានថ្ងៃអាចធ្វើកិច្ចការធំបានសម្រេចជាដាច់ខាតសម្ដីរបស់ទស្សនវិទូអឺរ៉ាក្លីតបាននិយាយថាលទ្ធផលធំទាមទារមហិច្ឆតាធំមហិច្ឆតាគឺគ្មានអ្វីក្រៅតែពីថាមពលចិត្តនេះឡើយ Ralph Waldo Emerson ពោលថាសកម្មភាពសំខាន់គ្រប់ប្រការក្នុងកំណត់ហេតុប្រវត្តិសាស្ត្រគឺជ័យជំនះដែលបានមកពីអារម្មណ៍ពុះពណ៌នេះឯងចំណែក Marquis de Rovignac ញាក់ចរិយាសាស្ត្របារាំងបានពោលថាដើម្បីធ្វើកិច្ចការធំឲ្យបានសម្រេចយើងត្រូវប្រើជីវិតឲ្យហាក់ដូចជាយើងនឹងមិនមានថ្ងៃស្លាប់ឡើយកិច្ចការកាន់តែធំទាមទារមនុស្សម្នាកាន់តែច្រើនឲ្យចូលរួមហើយយើងមិនអាចបង្កាត់ភ្លើងនៅក្នុងចិត្តអ្នកដទៃបានទេលុះត្រាតែភ្លើងនោះឆេះសន្ធោសន្ថៃនៅក្នុងចិត្តរបស់យើងជាមុនគ្មាននរណាចង់ដើរតាមមនុស្សដែលខ្សត់ខ្សោយថាមពលចិត្តជាងខ្លួនឡើយព្រោះថាទម្លាប់របស់អ្នកទន់ខ្សោយតែងដើរតាមអ្នកដែលខ្លាំងជាងខ្លួនហើយអ្នកខ្លាំងតែងអាចអូសទាញអារម្មណ៍ឲ្យអ្នកដែលខ្សោយជាងខ្លួនចង់ដើរតាមប្រសិនបើយើងគិតថាពេលណាយើងរៀងធ្លាក់កម្លាំងចិត្តសូមប្រញាប់ពង្រឹងវាឡើងតាមរយៈមធ្យោបាយសមស្របដូចជាការរំលឹកដល់សុភាសិតណាមួយវីរយន្តណាម្នាក់រូបគំនុនអ្វីមួយឬក៏រឿងភាពយន្តណាមួយជាដើមអាស្រ័យទៅតាមការនិយមរៀងខ្លួន
យើងត្រូវរកឲ្យឃើញថាអ្វីទៅដែលនាំឲ្យដាស់កម្លាំងចិត្តយើងពុះកញ្ជ្រោលហើយពេលរកឃើញរួចត្រូវតែប្រើឬរំលឹកវាឲ្យបានត្រឹមត្រូវផងដែរទើបអារម្មណ៍មិនបកមកគ្រប់គ្រងយើងបានគេអាចធៀបអារម្មណ៍ពុះកញ្ជ្រោលទៅនឹងពូវែកដកពពាបើមិនអាចបញ្ហាបានយ៉ាងស្ទាត់ជំនាញវានឹងចឹកខំម្ចាស់ស្លាប់ជាពុំខានទស្សនៈទី4សមិទ្ធផលធំទាំងឡាយរួមទាំងជោគវាសនារបស់មនុស្សគឺជារូបភាពដែលបានមកពីការគូសវារបស់មនុស្សខ្លួនឯងអ្វីដែលមនុស្សប្រាថ្នាចង់បានយ៉ាងមុតមមវានឹងលេចរូបរាងឡើងច្បាប់នៃការស្រូបទាញបានចែងថាអ្វីដែលយើងចង់បានយើងនឹងបានដោយគ្រាន់តែសុំនូវអ្វីមួយពិតប្រាកដបន្ទាប់មកជឿជាក់ចុងក្រោយទទួលតាមរយៈអារម្មណ៍ថារបស់នោះបានមកដល់ពិតដោយបន្តធ្វើកិច្ចការទៅតាមធម្មតាត្រង់នេះវាស្របជាមួយគ្នានឹងពុទ្ធដីកាថាយើងជាអ្វីដែលយើងគិតចំណែកអ្នកជំនួញអាមេរិកម្នាក់ឈ្មោះ William Clement Stone បានគាំទ្រផងដែរថាបើសិនជាដួងចិត្តដិតជាប់ទៅនឹងរបស់អ្វីមួយហើយចិត្តនឹងអាចសម្រេចបាននៅរបស់នោះជានិច្ចយើងជាចិត្រករគុំវាសគំនូរជីវិតរបស់ខ្លួនឯងហើយក៏ជាអ្នកនិពន្ធដែលសរសេរសេណារីយ៉ូនៃកិច្ចការរបស់ខ្លួនឯងផងដែរដូច្នេះចូលចាប់កាន់ជួកនឹងប៊ិចដើម្បីធ្វើការគូសវាសនិងសរសេរក្នុងវេលានេះបើយើងចង់ក្លាយទៅជាអ្នកនិពន្ធសាស្ត្រាចារ្យអ្នកជំនួញឬអ្នកដឹកនាំជាដើមកុំរួញរឹងអីតីក្តីសុបិននឹងបង្ហាញផែនទីសម្រាប់យើងហើយជំនឿដ៏មុតមមនឹងប្រាប់យើងពីរបៀបដែលត្រូវដើរស៊ុនយ៉ាត់សេនអ្នកបដិវត្តចិនដ៏អស្ចារ្យបានអះអាងថាបើយើងជឿថាអាចធ្វើបានទោះជាត្រូវរំកិលភ្នំលុបសមុទ្រក៏ធ្វើបានដែរបើយើងសម្លឹងទៅមើលមនុស្សជោគជ័យវាហាក់ដូចជាពួកគេពូកែពីកំណាតឬមានវាសនាខ្ពង់ខ្ពស់ប៉ុន្តែតាមពិតទៅគឺដោយសម្ដីដែល Honoré de Balzac បានពោលចឹងគ្មានអ្វីដែលហៅថាមនុស្សកំពូលទេពកោសល្យទេដោយគ្មានបំណងប្រាថ្នាដ៏ខ្លាំងក្លាមោះមាត់ឡើយទស្សនៈទី5អ្វីដែលគួរឲ្យទុកចិត្តបំផុតគឺជាអ្វីដែលត្រូវប្រុងប្រយ័ត្នបំផុតអ្វីបើទំនុកចិត្តត្រូវតែមានដែលខានមិនបានក៏ដោយតែកុំទុកចិត្តអ្វីមួយឬនរណាម្នាក់ក្នុងលោកនេះជាងខ្លួនយើងឲ្យសោះហើយក៏ត្រូវប្រយ័ត្នចំពោះខ្លួនឯងដូចគ្នានៅពេលដែលទំនុកចិត្តចូលមកដល់មនុស្សច្រើនតែរបូតបាត់ការប្រុងប្រយ័ត្ននៅពេលដែលការប្រុងប្រយ័ត្នចាក់ចេញទៅទំនុកចិត្តក៏លួចនាំមិត្តម្នាក់ឈ្មោះថាសេចក្តីអន្តរាយមកជាមួយនរណាមួយដែលទុកចិត្តហើយនៅតែសង្ស័យគ្រប់ជំហាននោះគ្មានទេតែសួរថាបើទុកចិត្តហើយបែរជានៅតែតាមដានសង្ស័យតើឲ្យនរណាមកស្មោះត្រង់នឹងយើងបានហេតុនេះបើទុកចិត្តហើយគឺកុំសង្ស័យតែក៏កុំជឿជាក់ជ្រុលរហូតបាត់ការប្រុងប្រយ័ត្នព្រោះថាគ្មានអ្វីដែលមិនប្រែប្រួលសោះនោះឡើយចិត្តមនុស្សជារបស់ដែលអាចប្រែប្រួលលឿនជាងអ្វីទាំងអស់លឿនជាងផ្លែកបន្ទោនៅពេលមេឃកំពុងភ្លៀងទៅទៀតព្រះរាជសម្ភារទ្រង់មានបន្ទូលថាកុំទុកចិត្តបរទេសកុំទុកចិត្តអភិនេស្កកុំទុកចិត្តអភិប្រាយទំនុកចិត្តខ្លះអាចជាមិត្តភាពពិតប្រាកដប៉ុន្តែទំនុកចិត្តខ្លះទៀតអាចជានុយដែលសត្រូវរបស់យើងប្រើដើម្បីលួចចាក់ខ្នងយើងពីក្រោយព្រោះថាបើសត្រូវអាចធ្វើឲ្យយើងទុកចិត្តភ្លេចការប្រុងប្រយ័ត្នបាននោះគេមិនចាំបាច់មានការលំបាកច្រើនក្នុងការកំចាត់យើងឡើយក្រៅពីខ្លួនឯងយើងពិបាកនឹងទុកចិត្តណាស់ព្រោះថាពិភពលោកខាងក្រៅខ្លួនយើងពោពេញទៅដោយការសម្ដែងបញ្ឆោតគ្រប់រូបភាពហើយក៏ពោពេញទៅដោយការពិតដែលចេះតែប្រែប្រួលមិននឹងណគ្មាននរណាចង់ឲ្យយើងល្អជាងយើងខ្លួនឯងទេតែខ្លួនឯងនេះទៀតសោតជួនកាលជាអ្នកបំផ្លាញខ្លួនឯងច្រើនជាងអ្នកផ្សេងទៅទៀតដូច្នេះសរុបទៅយើងនៅតែត្រូវដកពាក្យជ្រុលចេញពីសម័យកាលទំនុកចិត្តហើយបូកពាក្យប្រយ័ត្នមិនថាចំពោះអ្នកដទៃឬខ្លួនឯងឡើយទស្សនៈទី6យើងស្គាល់មនុស្សកាន់តែច្បាស់នៅក្នុងកលៈទេសៈពីរយ៉ាងទី1ពេលរុងរឿងទី2ពេលដុនដាបមនុស្សដែលយើងស្គាល់ទាំងអស់ពុំសុទ្ធតែមានចិត្តស្រឡាញ់និងក្តីស្មោះត្រង់មកលើយើងស្មើគ្នាឡើយ
ហើយយើងក៏មិនទាមទារឲ្យពួកគេមកស្រឡាញ់និងស្មោះត្រង់យើងតែម្នាក់ដែរគេមានសិទ្ធិដើម្បីឈប់ស្រឡាញ់និងលែងស្វាគមន៍យើងតែទោះយ៉ាងណាយើងច្បាស់ជាមិនចង់ឲ្យអ្នកដទៃផ្លាស់ប្ដូរពីស្រឡាញ់ទៅស្អប់និងពីស្មោះទៅក្បត់នោះទេដូច្នេះយើងពិតជាចង់ដឹងចិត្តរបស់មនុស្សមុននឹងធ្វើទំនាក់ទំនងឬកំពុងតែរាប់អានព្រោះថាសារជាតិមនុស្សនេះជួនកាលអាក្រក់ណាស់រហូតលោក Mark Twain និយាយចំអកថាខ្ញុំកាន់តែស្គាល់ពីមនុស្សខ្ញុំកាន់តែស្រឡាញ់ឆ្កែរបស់ខ្ញុំវិធីនៅក្នុងការសម្លឹងមើលមនុស្សមានច្រើនយ៉ាងណាស់អាស្រ័យទៅលើកាយភ្នែកឆ្លៀសឆ្វៃរបស់យើងម្នាក់ៗតែបាននិយាយពីកាលៈទេសៈវិញគឺមានស្ថានភាពពីរយ៉ាងដែលផ្ដល់ប្រសិទ្ធភាពច្រើនបំផុតក្នុងការយល់ពីប្រភេទមនុស្សនៅជុំវិញខ្លួនទី1គឺនៅពេលដែលយើងរុងរឿងទី2គឺនៅពេលដែលយើងដុនដាបមនុស្សខ្លះរួមទុកបានតែរួមសុបមិនបានឡើយនៅពេលយើងកើតទុកជាមួយគេយើងផ្ដោះផ្ដាច់នឹងគ្នាណាស់ថ្ងៃខ្លះបាយមួយម៉ាត់មួយកជាមួយគ្នាអង្រឹងមួយពីរនាក់បានអ្វីបន្តិចមិនដែលភ្លេចចែកគ្នាឡើយវាកំសត់ណាស់តែយើងក៏មានក្តីសុខជាមួយគ្នាមិនតិចនោះដែរអនុស្សាវរីយ៍ជូរចត់រាប់មិនអស់កប់ទុកនៅក្នុងរាងកាយមនុស្សពីរនាក់ដែលមានព្រលឹងមួយដូចគ្នាតែលុះពេលយើងទាំងពីរមានបានឬមានបានតែគេបែរជាមិនចាំងលាតក្បែរយើងហើយគេចង្អៀតចង្អល់ក្នុងការចែករំលែកក្តីសុខមនុស្សដែលយើងស្រឡាញ់គេក៏ទៅរកត្រណោមថ្មីឬអ្នកថ្មីចោលយើងឲ្យកំព្រាកាយតូនម្នាក់ឯងមនុស្សខ្លះទៀតរួមសុខបានតែរួមទុកមិនបានឡើយយើងសម្បូរលុយកាក់មានទ្រព្យសម្បត្តិស្តុកស្ទាំមានផ្ទះមានដីមានមនុស្សរាប់រកច្រើនគេក៏មករាប់យើងគេអាចចំណាយពេលដើរផឹកស៊ីសប្បាយជុំគ្នាជាមួយយើងមានអ្វីប្លែកគេមកបបួលសឹងពំបាយខានយើងคล้ายទៅជាមនុស្សដែលស្គាល់ចិត្តថ្លាមនិងចិត្តទូលាយដាច់គ្នាដោយបងប្អូនរួមឧត្តរតែវាសនាមនុស្សមិនមែនចេះតែរុងរឿងរហូតឯណាព្រះអាទិត្យរះគង់នឹងអសតង្កត់កាលបើយើងធ្លាក់ខ្លួនក្រឬជួបគ្រោះអសន្នគេក៏ចាប់ផ្ដើមប្រាយមុខមាត់មួយរំពេកពីមនុស្សធ្លាប់ស្គាល់ទៅជាមិនធ្លាប់ស្គាល់ឬទៅជាសត្រូវក៏មានតើវាមិនជាការឈឺចាប់ហួសថ្លែងទេឬនៅក្នុងហេតុបដិស័កមាននិយាយពីកលៈទេសៈមួយនេះដែរថាគេដឹងចិត្តមិត្តនៅក្រាក្រដឹងចិត្តទាហានក្លៀវក្លានៅក្នុងសង្គ្រាមដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេដឹងចិត្តភរិយានៅពេលខ្សាត់ទ្រព្យនិងដឹងចិត្តផាយពងនៅពេលវិនាសអន្តរាយទស្សនៈទី7គុំប្រកាសការវិនាសការក្តីក្រហាយនិងចំណុចខ្សោយរបស់យើងដល់មនុស្សជុំវិញខ្លួនច្រើនពេកក្រែងថាคล้ายទៅជាអាវុធរបស់សត្រូវមកចាក់សម្លាប់យើងវិញយើងមិនដឹងច្បាស់រហូតទេថានរណាខ្លះស្រឡាញ់យើងនរណាខ្លះស្អប់យើងឡើយទោះយ៉ាងណាមនុស្សម្នាក់រមែងមានអ្នកស្រឡាញ់និងអ្នកស្អប់ជានិច្ចគ្រាន់តែតិចឬច្រើនប៉ុណ្ណោះអ្នកស្រឡាញ់យើងតែងជួយស្រោចស្រង់ពេលយើងវិនាសរំលែកទុក្ខពេលយើងក្តីក្រហាយនិងកែលម្អពេលយើងមានចំណុចខ្សោយដោយឡែកអ្នកស្អប់យើងតែងធ្វើផ្ទុយពីនេះមនុស្សអាក្រក់រងចាំតែឱកាសដើម្បីសាងបាបឯមនុស្សគុំគួនវិញរងចាំតែឱកាសសងសឹកពួកគេតែងអន្តែងចង់ដឹងពីព័ត៌មានអាក្រក់របស់យើងរងចាំតែអបអរសាទរចំពោះគ្រោះកម្មទាំងឡាយរបស់យើងហេតុនេះយើងមិនគួរចេះតែទម្លាយអាចកំបាំងឬប្រកាសនៃការពិតពីខ្លួនរបស់យើងទាំងស្រុងនោះទេក្រែងវាទៅជាអាវុធរបស់សត្រូវមកចាក់សម្លាប់យើងកំពូលទីប្រឹក្សាអធិរាជដ៏អស្ចារ្យនៃអាណាចក្រឥណ្ឌាបុរាណម្នាក់បានណែនាំថាកុំនិយាយរឿងអាចកំបាំងប្រាប់ទៅនរណាម្នាក់ពីព្រោះវានឹងបំផ្លាញអ្នកបើពិបាកលាក់ទុកក្នុងទ្រូងយើងក៏បីប្រាប់ត្រឹមតែមនុស្សជំនិតបានហើយក្រែងពួកគេអាចរកមធ្យោបាយជួយសម្រាលបានខ្លះទោះយ៉ាងណាត្រូវរៀនធ្វើចិត្តឲ្យស្ងប់ស្ងាត់និងអត់ធ្មត់ខ្លះចំពោះអ្វីៗដែលកើតឡើងមិនសមបំណងព្រោះថាមានតែយើងខ្លួនឯងម្នាក់គត់ដែលជាទីពឹងសំខាន់ជាងគេបង្អស់បើចេះតែពឹងគេច្រើនពេកនោះសូម្បីមិត្តល្អឬមនុស្សជាទីស្រឡាញ់មួយចំនួនរបស់យើងពេលខ្លះក៏ពួកគេចេះធុញទ្រាន់ឬអាចទៅជាមើលស្រាយយើងក្នុងចិត្តក៏មានកម្រមាននរណាស្ម័គ្រចិត្តចង់មកនៅចិត្តមនុស្សដែលសម្បូរគ្រោះអាក្រក់ណាស់បើមានវិញនោះរាប់ថាជាបងប្អូនវិសេសវិសាលក្រៃលែងហើយទស្សនៈទី8កុំយល់ច្រឡំថាសម្បកក្រៅគឺជាសាច់ក្នុង
សម្បកក្រៅស្កាតមិនប្រកាសថាសាច់ក្នុងល្អឆ្ងាញ់នោះឡើយហើយសម្បកក្រៅអាក្រក់ក៏មិនប្រកាសថាសាច់ក្នុងស្អុយរលួយដែរពាក្យចាស់ពោលថាកុំមើលតែសម្បកក្រៅពិតណាស់ការយករូបភាពខាងក្រៅមកធ្វើជាមូលដ្ឋានគ្រឹះនៅក្នុងការវាយតម្លៃច្បាស់ជាបង្កើតឲ្យមានការភ័ន្តច្រឡំពីសភាពពិតដែលនៅខាងក្នុងមិនខានបើទោះបីជាការវាយតម្លៃនោះត្រឹមត្រូវក៏ពិតមែនតែមិនមានភាពប្រកបប្រជាទេគឺត្រឹមត្រូវក្នុងសភាពស្រពេកស្របីក្នុងសង្គមមនុស្សភាគច្រើនចូលចិត្តវាយតម្លៃអ្នកដទៃការវាយតម្លៃនេះពុំមែនជារឿងខុសឆ្គងអីទេព្រោះយើងត្រូវតែរៀនស្គាល់មនុស្សនៅជុំវិញខ្លួនថានរណាយ៉ាងម៉េចនរណាបែបម៉េចខ្លះតែអ្វីដែលខុសឆ្គងគឺវាយតម្លៃខុសមានពេលខ្លះយើងហ៊ានវាយតម្លៃគេរហូតវាយប្រហារគេទាំងកំរោលឥតញញៀតអីសោះទាំងមិនទាន់បានស្គាល់គ្នាផងអ្នកខ្លះមើលងាយអ្នកក្រអ្នកមានឋានៈទាបអ្នករៀនបានតិចអ្នកមានបទពិសោធន៍តិចអ្នកមានគំនិតប្លែកពីគេអ្នកមានរូបកាយអាក្រក់អ្នកគ្មានសាច់ញាតិអ្នកគ្មានក្រុមបាក់ពួកអ្នកគ្មានឈ្មោះល្បីល្បាញនិងវ័យក្មេងជាដើមថាជាមនុស្សពុំថ្លៃថ្នូរមិនយកការរកជ្រៅអសមត្ថភាពនិងគ្មានអ្វីល្អអស្ចារ្យជាដើមអ្នកខ្លះទៀតវិញអរំភើបលើកតម្កើងចំពោះតែនរណាដែលមើលទៅសម្បូរទ្រព្យធំរៀនដល់អនុបណ្ឌិតបុណ្យស័ក្តិខ្ពស់មានបទពិសោធន៍ចកជួមរូបរាងស្អាតសង្ហាពូកាយវោហាទិស្ដីចាក់ទឹកមិនលិតសម្បូរគ្នាបាក់ពួកគេឈ្មោះល្បីល្បាញនិងវ័យចាស់ខ្ចីជាដើមការវិតម្លៃមនុស្សខុសរបៀបនេះនឹងនាំគ្រោះថ្នាក់ទាំងខ្លួនឯងរួមទាំងសង្គមជាតិផងដែរដោយសារយូរទៅវានឹងទៅជាវប្បធម៌ដ៏អាក្រក់មួយនៃលែងគោរពនៃតាតម្លៃពិតនៅខាងក្នុងខ្លួនរបស់មនុស្សហើយទៅជាទទួលយកលក្ខណៈខាងក្រៅមកធ្វើជាតម្លៃមែនទែនទៅការវាយតម្លៃពុំមែនសំដៅតែទៅលើមនុស្សទេសូម្បីតែរបស់នេះរបស់នោះគំនិតនេះគំនិតនោះកិច្ចការនេះកិច្ចការនោះលក្ខនឹងលក្ខក៏មិនត្រូវរមើលស្រាលឬលើកតម្កើងដោយសារតែផាន់ភាសខាងក្រៅរបស់វាដែលយើងក្រឡេកឃើញតែមិនភ្លែតឡើយគឺត្រូវតែឲ្យមានលក្ខណៈវិភាគស៊ីជម្រៅទៅប្រសែងាកត្រឡប់មកយើងខ្លួនឯងវិញប្រសិនបើមាននរណាវាយតម្លៃខ្លួនយើងឬអ្វីដែលយើងមានថាយ៉ាងនេះយ៉ាងនោះសូមកម្រទៅតាមឲ្យសោះយើងអាចយកមកពិចារណាលុះត្រាតែការវាយតម្លៃនោះមានលក្ខណៈត្រឹមត្រូវហើយមានចេតនាល្អសម្រាប់យើងជាធម្មតាអ្នកដែលស្រឡាញ់យើងគេតែងមើលយើងក្នុងផ្លូវល្អច្រើននិងអ្នកដែលស្អប់យើងគេក៏តែងមើលយើងក្នុងផ្លូវអាក្រក់ច្រើនវាជារឿងធម្មតាទេតែមនុស្សចូលចិត្តវិនិច្ឆ័យអ្វីមួយទៅតាមកាយស្រឡាញ់ឬស្អប់ក្នុងចិត្តរបស់ពួកគេយើងទុកឲ្យគេវាយតម្លៃតាមតែចិត្តគេទៅចោះអ្វីដែលសំខាន់គឺយើងដឹងខ្លួនយើងច្បាស់ថាជានរណាយើងមានចំណុចល្អឬអាក្រក់អីខ្លះហើយយើងកំពុងធ្វើអ្វីដើរទៅណាជាដើមអ្នកប្រាជ្ញក្រិកម្នាក់ឈ្មោះ Thales បាននិយាយថារឿងពិបាកក្នុងជីវិតគឺការស្គាល់ខ្លួនឯងចំណែកអ្នកប្រាជ្ញក្រិកម្នាក់ទៀតឈ្មោះ Pythagore បាននិយាយផងដែរថាសំខាន់បំផុតគឺគោរពខ្លួនឯងបើដូច្នេះយើងមិនខ្វល់ថានរណាស្គាល់យើងឬមិនស្គាល់ទេសំខាន់យើងដឹងខ្លួនឯងច្បាស់មិនតែប៉ុណ្ណោះយើងក៏ជាអ្នកវាយតម្លៃខ្លួនឯងដោយឧបេក្ខាដោយចិត្តនៅកណ្ដាលមិនរេចុះរេឡើងទៅតាមនរណាម្នាក់ដែលស្រឡាញ់ឬស្អប់យើងឡើយទស្សនៈទី14បោះបង់ចោលភាពស្មុគស្មាញចាប់កាន់យកភាពរឹងមាំភាពស្មុគស្មាញបានត្រឹមតែកាត់បន្ថយអំណាចក្នុងខ្លួនយើងប៉ុណ្ណោះចំណែកភាពរឹងមាំបង្កើនអំណាចក្នុងខ្លួនយើងកាន់តែខ្លាំងឡើងភាពស្មុគស្មាញជាមេរោគមួយយ៉ាងដែលចូលទៅបំផ្លាញចិត្តគំនិតរបស់យើងរួមទាំងរាងកាយខាងក្រៅផងកាលណាយើងសន្សំភាពស្មុគស្មាញកាន់តែច្រើនយើងនឹងធ្លាក់ខ្លួនកើតជំងឺមហារីកដ៏សាហាវមួយបែបពិបាកព្យាបាលមិនខាននរណាក៏ធ្លាប់ជួបភាពស្មុគស្មាញដែរហើយជួបវាងរាល់ថ្ងៃគ្រាន់តែតិចឬច្រើនប៉ុណ្ណោះពេលស្មុគស្មាញខ្លាំងយើងត្រូវចេះបន្ធូរអារម្មណ៍ខ្លះទោះមិនទាន់អាចដោះស្រាយភ្លាមៗក៏ពិតមែនហើយត្រូវចាំថាបញ្ហាអ្វីក៏មានគន្លឹះទុកសម្រាប់យើងដោះស្រាយដែរទន្ទឹមនឹងការបន្ធូរអារម្មណ៍យើងក៏ត្រូវតែฝึกហាត់ចិត្តឲ្យរឹងមាំផងដែរក្នុងការពុះពៀធ្វើកិច្ចការរបស់យើងណាប៉ូឡេអុងបូណាប៉ាតជាមេទ័ពដ៏រឹងពឹងម្នាក់ក្នុងប្រវត្តិសាស្ត្របារាំងនិងពិភពលោកបានពោលថាត្រូវចំណាយពេលដើម្បីគិតតែបើដល់ពេលត្រូវធ្វើត្រូវឈប់គិតហើយចាប់ផ្ដើមធ្វើបញ្ហាទាំងឡាយពុំដែលធំជាងការព្រួយបារម្ភភ័យខ្លាចរបស់យើងឡើយដូច្នេះការគិតសំខាន់ណាស់ចំពោះបំលាស់ប្ដូរនៃភាពស្មុគស្មាញ William James ពោលថាមនុស្សអាចផ្លាស់ប្ដូរជីវិតដោយសារការប្ដូរវិធីគិតរបស់ខ្លួនវិនាទីណាដែលយើងសម្រេចចិត្តបោះបង់ភាពស្មុគស្មាញរចោលហើយសេពគប់ជាមួយនឹងភាពរឹងមាំវិនាទីនោះអំណាចក្នុងខ្លួនយើងនឹងកើតឡើងភ្លាមជាក់ជាមិនខានទស្សនៈទី10
ដាច់ខាតត្រូវធ្វើខ្លួនឲ្យធំជាងបញ្ហានិងខ្លាំងជាងសត្រូវទាំងឡាយបើបញ្ហាជាភ្នំយើងត្រូវតែជាមេឃបើសត្រូវជាបិសាចយើងត្រូវតែជាអាទិទេពគ្មាននរណាម្នាក់កើតមកលើផែនដីនេះហើយមិនជួបប្រទះនឹងបញ្ហានិងសត្រូវនោះទេគម្ពីរស្រីហេកតោបដិសបានសរសេរថានៅលើដើមចន្ទិនមានពស់នៅក្នុងត្រពាំងដែលដេកដាស់ដោយផ្កាឈូកមានក្រពែនៅក្នុងភូកធប់មានជនពៀនជាអ្នករកគួនឈ្នានេះក្នុងលោកនេះសេចក្តីសុខប្រសិទ្ធការថ្នាក់ចិត្តមិនដែលមានសោះឡើយនៅគល់ដើមចន្ទិនមានអាស័យរពឹកនៅផ្កាចន្ទិនមានមេឃឃ្មុំកាចនៅមែកចន្ទិនមានខ្លាឃ្មុំកាចដូច្នេះនៅដើមចន្ទិនទាំងមូលឥតមានផ្នែកត្រង់ណាដែលមិនមានសត្រូវចង្រៃអាក្រក់អាស្រ័យនៅទេអ្វីដែលចូលមកបំផ្លាញយើងហើយយើងមិនព្យាយាមយកឈ្នះវាឲ្យបានទេវានឹងយកឈ្នះមិនខានបើវាយកឈ្នះបានជីវិតយើងក៏លែងជាជីវិតទៀតដែរគឺជាសេចក្តីស្លាប់ឥតសង្ស័យរឿងមួយដែលខ្ញុំបានស្វែងរកឃើញគឺថាញើសនឹងឈាមមានតម្លៃជាងទឹកភ្នែកជនណាជ្រើសយកការបង្ហូរទឹកភ្នែកជាជាងការបង្ហូរញើសនឹងឈាមជននោះមិនងាយឡើងទៅកាន់ទីខ្ពស់បានជាដាច់ខាតគេនឹងធ្លាក់ទៅក្នុងពុកជ្រាមឬរជ្រោះជ្រៅមែនតែនទៅសង្គមមនុស្សក្នុងកាលៈទេសៈភាគច្រើនមិនខុសអំពីសង្គមសត្វព្រៃប៉ុន្មានឡើយបើគុំតែមនុស្សមានវិចារណញ្ញាណខុសពីសត្វបើគុំតែមានក្បួនច្បាប់សាសនាឬសីលធម៌បើគុំតែមានច្បាប់ដាក់ទណ្ឌកម្មមនុស្សខើខួចាំជួយទប់ស្កាត់ខ្លះម្លេះពិភពលោកនេះសាហាវយងខ្ញងជាងសភាពបច្ចុប្បន្ននេះឆ្ងាយទៅទៀតអ្នកខ្លាំងគឺរស់អ្នកចាញ់គឺស្លាប់វាមិនមែនចាញ់ជាព្រះឈ្នះជាម៉ាដោយដែលមនុស្សភាគច្រើនភ្លាន់ច្រឡំនោះទេត្រឹមតែមានដង្ហើមរស់ចេះតែរស់បានហើយប៉ុន្តែមិនដឹងថាការរស់នោះវាយ៉ាប់ឬស្រួលឡើយប៉ុន្តែដើម្បីរស់ឲ្យប្រសើរគឺជាមិនផុតពីការប្រកួតប្រជែងយកឈ្នះឡើយការប្រកួតប្រជែងក៏រាប់បញ្ចូលទាំងការប្រកួតប្រជែងជាមួយខ្លួនឯងដែរការប្រកួតប្រជែងមានពីរបែបគឺបែបស្ថាបនានិងបំផ្លាញដើម្បីជៀសពីបែបស្ថាបនាឲ្យទៅជាបែបបំផ្លាញគឺអាស្រ័យទៅលើគោលបំណងនិងមធ្យោបាយរបស់យើងផ្ទាល់ខ្លួនព្រមទាំងប្រភេទរឿងដែលយើងប្រកួតប្រជែង Friedrich Wilhelm Nietzsche បានពោលថាអ្នកដែលប្រយុទ្ធជាមួយព្រំពួកសត្វកំណើតគូប្រកាន់ខ្ជាប់ថាខ្លួនឯងមិនប្រែក្លាយជាសត្វកំណើតទេទស្សនៈទី11មែនតែនទៅគ្មានអ្វីត្រូវដេកត្រាំត្រាញក្នុងសេចក្តីទុក្ខសោះយើងគ្មានពេលគ្រប់គ្រាន់ដើម្បីរស់នៅជាមួយសេចក្តីទុក្ខទេហើយក៏រកមិនឃើញមូលហេតុដែលត្រូវទៅស្និទ្ធស្នាលជាមួយវាដែរក្នុងមួយជីវិតរបស់មនុស្សមានទុក្ខស្មុគស្មាញជាប់នៅជាមួយច្រើនណាស់ស្រឡាញ់ប្រច័ណ្ឌខឹងស្អប់លោភលន់ខ្លាចងងខ្លៃបារាជ័យប្រាត់ប្រាសរបួសសុទ្ធតែជាមូលហេតុដែលនាំឲ្យយើងកើតទុក្ខពេលខ្លះយើងហត់កាយពេលខ្លះទៀតក៏ហត់ចិត្តសេចក្តីទុក្ខនេះគ្មានចេះយល់មុខនរណាឡើយបើវាជួបនឹងនរណាហើយវាតែងតែបំភ្លេចបំផ្លាញអ្នកនោះជានិច្ចបើដូច្នេះយើងគប្បីនឹងរាប់រកសេចក្តីទុក្ខនេះធ្វើជាមិត្តសម្លាញ់ធ្វើអ្វីបើវាមានលក្ខណៈជាសត្រូវនឹងយើងបែបនេះទៅហើយនោះញាក់ប្រាជ្ញខុងជឿបានទូនមានថាយើងអាចកើតទុក្ខសោកសង្រេងបានតែសូមកុំបណ្ដោយឲ្យចិត្តរបស់ខ្លួនធ្លាក់ក្រោមរំអោនអំណាចរបស់វាមនុស្សដែលលុបក្នុងអំណាចនៃសេចក្តីទុក្ខតែងបាត់បង់ភាពម្ចាស់ការរហូតលែងចង់មានជីវិតរស់នៅទៀតផងបើយើងកំពុងតែធ្លាក់ក្នុងរណ្ដៅទុក្ខសូមរកភ្លឺតោងមកលើវិញឲ្យបានឆាប់កុំនៅទីនោះយូរពេកទៅជីវិតយើងមានប៉ុន្មានទៅច្បាស់ណាស់គឺមានតែមួយថែមទាំងមិនអមតៈយូរអង្វែងផងសួរទៀតថាស្រឡាញ់វាទេចម្លើយប្រកាសជាស្រឡាញ់វាណាស់បើដូច្នេះទ្រាំអោបទុកបង្ហូរទឹកភ្នែកធ្វើអ្វីមិនកុំក្រោកឡើងដោយស្វាហាប់វាគ្មានប្រយោជន៍អ្វីទេដែលត្រូវទៅស្រវឹងនឹងទឹកភ្នែកនោះពាក្យមួយឃ្លាបានដាស់តឿនថាបើអ្នកសើចពិភពលោកនឹងសើចជាមួយអ្នកតែបើអ្នកយំគឺអ្នកនឹងយំតែម្នាក់ឯងបើយើងបានទៅទស្សនាធម្មជាតិសូមក៏យល់គុណព្រឹកស្រីដ៏មានពណ៌ខៀវខ្ចីស្រង់ក្លិនបុប្ផាដ៏ក្រអូបស្អាតស្ដាប់សំឡេងទឹកហូរដ៏ពិរោះរណ្ដំហើយផ្ដេកលួនទៅលើវាលស្មៅដ៏ទន់ល្មើយគ្រានោះយើងនឹងស្រស់ស្រាយហើយយើងនឹងដឹងកាន់តែច្បាស់ថាតាមពិតទៅជីវិតមិនគួរណាទៅសេពគប់ជាមួយសេចក្តីទុក្ខសោះជីវិតគួរដកដង្ហើមជាមួយនឹងសេចក្តីសុខស្ងប់វិញទស្សនៈទី12ត្រូវកំសាន្តខ្លាដើម្បីក្រេបជញ្ជក់សុភមង្គលត្រូវសម្រាកខ្លាដើម្បីស្រូបយកកម្លាំងត្រូវដកថយខ្លាដើម្បីលោតឲ្យបានឆ្ងាយជីវិតរបស់យើងបានឆ្លងកាត់ទុក្ខលំបាកមកជាច្រើននិងត្រូវបន្តដំណើរទៅមុខទៀតយ៉ាងវែងឆ្ងាយជាមួយនឹងឧបសគ្គរាប់ពាន់ជំពូកវាប្រហែលជាហត់នឿយគួរសមហើយបើដូច្នេះយើងក៏បីធ្វើរឿងមួយចំនួនដើម្បីផ្ដល់ថាមពលដល់វាវិញលោក Walter Hagen បានកត់ថា
កុំប្រញាប់ប្រញាប់ពេកកុំបារម្ភអីញាក់មកនៅលើលោកនេះក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះកុំភ្លេចឈប់សំចតតាមផ្លូវនិងស្រូបយកក្លិនពីដាវរបស់បុប្ផាផងគោលដៅដែលយើងកំពុងឆ្ពោះទៅវាប្រកាសជាគោលដៅនៃសុភមង្គលតែបើទៅដល់ដោយមិនបានស្គាល់រសជាតិសុភមង្គលអ្វីសោះតើគោលដៅនោះមានប្រយោជន៍អ្វីហើយគួរហៅវាថាជាភាពសោះកក្រវិញសំទេកិច្ចការដែលយើងកំពុងទូលរ៉ាយវាច្បាស់ជាត្រូវចំណាយកម្លាំងច្រើនឬតិចទៅតាមទំហំនៃកិច្ចការនោះតែបើគ្មានកម្លាំងគ្រប់គ្រាន់តើកិច្ចការអាចសម្រេចដោយវិធីណាផ្លូវដែលយើងកំពុងដើរលើវាគង់នឹងជួបក្រឡុកឬអ្វីម្យ៉ាងរារាំងមិនខានតែបើមិនឈានជើងថយក្រោយបន្តិចតើយើងអាចលោតបានឆ្ងាយឬអត់ដូច្នេះឃើញថាគ្រឹះក្បំរបស់ធម្មជាតិគឺពិតជាឆ្លៀសស្វ័យខ្លាំងណាស់ពេលកើតទុក្ខធម្មជាតិតែងបង្រៀនមនុស្សឲ្យចេះសោយញញឹមពេលហត់នឿយវាតែងបង្ខំឲ្យដេកពូននិងស្រូបខ្យល់អុកស៊ីសែនចេញចូលហើយពេលទាល់ច្រកវាទាមទារឲ្យថយក្រោយបន្តិចមនុស្សដែលប្រឆាំងនឹងគ្រឹះក្បំធម្មជាតិនេះនឹងគ្មានលទ្ធផលល្អឡើយសម្រាប់ជីវិតពិតណាស់ពិភពលោកសប្តាហ៍ថ្ងៃមនុស្សមកមេញញឹកកែនឹងការងារស្ទើរ PEF ស្ទើរ24ម៉ោងលើ24ម៉ោងជាពិសេសការដុសដាវនៃចរន្តបច្ចេកវិទ្យាបាននាំឲ្យមនុស្សដកខ្លួនមិនរួចការប្រណាំងប្រជែងគ្នាក្នុងសង្គមវិញមានសភាពស្វិតស្វាញណាស់គ្រប់វិស័យទាំងអស់មិនថាវិស័យសេដ្ឋកិច្ចវិស័យនយោបាយឬវិស័យសិល្បៈជាដើមព្រោះដើម្បីឲ្យអាចរូបស្រួននិងឈរជើងមួយកន្លែងបានដូច្នេះជីវិតមនុស្សហាក់ស្ថិតនៅលើយានជំនះដែលកំពុងតែបើកបរនៅលើមហាវិថីដ៏កក់កដូច្នោះទោះយ៉ាងណាក៏ដោយយើងមិនគួរចេះតែត្រឹមតែមួហ្គាដើមុខដែរព្រោះថាយានជំនះគេបានបង្កើតឃ្លាំងរួចជាស្រេចសម្រាប់ឈប់សម្ចឹកនៅពេលណាដែលចាំបាច់ការប្រឹងប្រែងជារឿងល្អប្រសើរណាស់តែការប្រឹងប្រែងហួសហេតុពុំដែលហុចផលល្អប៉ុន្មានទេកុំធ្វើខ្លួនឲ្យរវល់ក្នុងកម្រិតមួយដែលមិនអាចសូម្បីតែដកដង្ហើមឲ្យបានស្រួលកុំរត់តែទៅមុខដោយភ្លេចមើលថាវិធីណាដែលជួយឲ្យយើងអាចទៅបានឆ្ងាយនិងរហ័សជាងមុនសូក្រាតបានផ្ដាំយើងរួចហើយថាចូលប្រយ័ត្នភាពសោះកក្រនៃជីវិតគ្មានពេលទំនេរមេតបធំស៊ីម៉ាអ៊ីក៏បានផ្ដាំផងដែរថាធ្វើការច្រើនដេកតិចរស់មិនយូរទេទស្សនៈទី13ភាពស៊ូទ្រាំខ្ពស់នាំឲ្យយើងមានកម្លាំងទ្វេដងអ្នកបោកចំបាប់ម្នាក់ដែលអាចយកជ័យជំនះលើអ្នកបោកចំបាប់ម្នាក់ទៀតជួនកាលពួកគេមានកម្លាំងនិងស្និទ្ធស្មើគ្នាតែអ្វីដែលខុសគ្នានោះគឺកម្រិតនៃភាពស៊ូទ្រាំមិនមែនខ្ញុំឆ្លាតណាស់ណាទេគ្រាន់តែខ្ញុំអាចតស៊ូជាមួយបញ្ហាបានយូរជាងគេប៉ុណ្ណោះនេះជាសម្ដីរបស់ Albert Einstein អ្នកវិទ្យាសាស្ត្រដែលមានស្នាដៃធំម្នាក់របស់ពិភពលោកភាពស៊ូទ្រាំកើតចេញពីឆន្ទៈដែលមិនបោះបង់រត់ចោលយួរទាល់តែមានឆន្ទៈរឹងដូចដៃថែបទើបភាពស៊ូទ្រាំនេះមានកម្រិតខ្លាំងនៅក្នុងកម្មវិធីប្រកួតកីឡាឬក្បាច់គុនប្រដាល់ទីដើមនេះរមែងទាមទារឲ្យកីឡាករមួយមានភាពស៊ូទ្រាំជាងតែវហាត់សមធម្មតាទៅទៀតនៅទឹកដំបងយើងមិនអាចដឹងច្បាស់ភ្លាមថាតើកម្លាំងនិងស្នៀតរបស់គូប្រកួតយើងខ្លាំងប៉ុណ្ណាឡើយទេដូច្នេះមានតែភាពស៊ូទ្រាំប៉ុណ្ណោះដែលអាចឲ្យយើងអាចរក្សាជំហរបាននៅក្នុងសង្វៀនរងចាំឱកាសឈ្នះមកដល់ទោះបីយើងមានកាយសម្បត្តិខ្លាំងហើយមានស្នៀតខ្លាំងពូកែដែលអាចវាយគេឲ្យដួលច្រើនលើក៏ដោយតែបើគេស៊ូទ្រាំបានជាងយើងនោះគេក៏គង់មានឱកាសវាយយើងឲ្យដួលវិញមិនខានហើយតែកាលណាដួលតើយើងអាចក្រោកតស៊ូវិញបានទេបើយើងខ្វះភាពស៊ូទ្រាំជាងដៃគូប្រកួតនោះទោះយ៉ាងណាភាពស៊ូទ្រាំរបស់យើងបែរជាទទួលការមើលងាយថាកំសាកទៅវិញតែយើងក៏កុំទាន់អាលបាក់ទឹកចិត្តអីស៊ីម៉ាអ៊ីអាចគ្រប់គ្រងទឹកដីចិនបានក្នុងសម័យសាមគុកគឺដោយសារតែភាពស៊ូទ្រាំនេះហើយក្នុងកលៈទេសកៈដែលចាញ់ប្រៀបស៊ីម៉ាអ៊ីសុកចិត្តកម្មមាត់លេបកំហឹងក៏មិនចេញប្រយុទ្ធមេតបស្ទើរទាំងអស់ខឹងគាត់ណាស់ថែមទាំងប្រមាថគាត់ថាកំសាដោយកណ្ដុតនៅរូងផងមិនតែប៉ុណ្ណោះខុងមីងដែលជាសត្រូវចិត្តបួយថ្លើមរបស់គាត់ក៏តែងតែប្រើមធ្យោបាយមកបញ្ជីចិត្តគាត់គ្រប់សពទីបំផុតគាត់ក៏ចេញប្រយុទ្ធដោយទទួលបានជោគជ័យយ៉ាងត្រចះចង់តែមិនមែនចេញធ្វើសង្គ្រាមព្រោះកំហឹងទ្រាំមិនបានចំពោះការប្រមាថទេគឺដោយសារយុទ្ធសាស្ត្រត្រូវដើរនិងកលៈទេសកៈច្បាំងមានអំណោយផលប៉ុណ្ណោះទស្សនៈទី14ជនដែលចេះការប្រែពីឧបសគ្គឲ្យទៅជាឱកាសពីបរាជ័យឲ្យទៅជាជ័យជំនះពីភាពឈឺចាប់ឲ្យទៅជាភាពរឹងមាំពីការមើលងាយឬធ្វើបាបរបស់អ្នកដទៃឲ្យទៅជាធម៌ពលផ្លូវចិត្តខ្លួនឯងជនប្រភេទនេះមិនចេះស្លាប់ឡើយជីវិតហាក់ងាយស្រួលតែតាមពិតមិនជាស្រួលប៉ុន្មានឡើយ
Charlie Chaplin ដែលជនជាតិខ្មែរចំណាំប្រហៅសាក់ឡូបានពោលថាជីវិតជាសុខណកម្មបើមើលពីទីឆ្ងាយតែជីវិតជាសុខណកម្មបើមើលពីទីជិតទោះយ៉ាងណាព្រះអាទិត្យថ្ងៃនេះមិនដូចព្រះអាទិត្យពីម្សិលមិញទេវារះថ្មីជានិច្ចអ្វីគ្រប់យ៉ាងគឺសុទ្ធតែអាចប្រែប្រួលចំណែកជីវិតមនុស្សក៏មិនទៀងទាត់អ្វីដែរអ្វីដែលទៀងគឺត្រង់ថាត្រូវតែស្លាប់បើដូច្នេះសូមកុំគិតថាយើងមិនគ្មានថ្ងៃងើបរួចពីឧបសគ្គបរាជ័យនិងការមើលងាយឬការធ្វើបាបរបស់អ្នកដទៃឲ្យសោះយើងនឹងមិនស្លាប់ដាច់ខាតបើយើងចេះកែប្រែវាហើយយើងក៏មានអំណាចគ្រប់គ្រាន់នៅក្នុងការកែប្រែផងដែរគ្រោះល្អកម្រមកម្ដងពីណាស់នោះហើយគ្រោះអាក្រក់ក៏កម្រមកយើងពុំមែនអន់ម្ដងមួយដែរប៉ុន្តែត្រូវចាំថាបញ្ហាចូលមករកយើងគឺគ្រាន់តែដើម្បីពិសោធន៍ថាតើយើងខ្លាំងប៉ុណ្ណាហើយតស៊ូបានកម្រិតណាប៉ុណ្ណោះដូច្នេះយើងត្រូវតែបង្ហាញថ្វីដៃឲ្យវាឃើញថាយើងមិនអន់ឡើយយើងគឺជាមនុស្សម្នាក់នឹងគេដែរក្នុងโลกនេះអ្វីដែលមនុស្សអាចផ្លាស់ប្ដូរបានមានន័យថាវាមិនហួសពីសមត្ថភាពមនុស្សទេដូច្នេះយើងក៏អាចផ្លាស់ប្ដូរបានដែរគឺផ្លាស់ប្ដូរនឹងអ្វីដែលជាគ្រោះអាក្រក់របស់យើងឆាវស្ដេចសឹកក្នុងរឿងសាមគុកបានលើកទឹកចិត្តកងទ័ពរបស់គាត់ថាបរាជ័យមានអ្វីអស្ចារ្យបរាជ័យជារឿងល្អបរាជ័យប្រាប់យើងឲ្យដឹងថាតើត្រូវយកឈ្នះដោយរបៀបណាបរាជ័យមិនសំខាន់គឺចិត្តបរាជ័យទស្សនៈទី15អំណាចរបស់យើងគឺនៅក្នុងខ្លួនយើងនេះហើយមនុស្សភាគច្រើនពិបាកនឹងយល់ហើយកម្រជឿជាក់លើអំណាចខ្លួនឯងណាស់ពួកគេច្រើនចេញទៅរកអំណាចពីខាងក្រៅរហូតដល់មើលលែងស្គាល់អំណាចរបស់ខ្លួនពួកគេប្រើប្រាស់អំណាចខ្លួនឯងតិចតួចបំផុតហើយជួនកាលប្រើដោយចៃដន្យមិនដឹងខ្លួនមីយ៉ាម៉ូតូមូសាស៊ីជាអ្នកគុនចម្បាំងជប៉ុនដ៏ល្បីល្បាញសម្បូរដោយគំនិតយុទ្ធសាស្ត្រនិងជាអ្នកនិពន្ធសៀវភៅ The Book of Five Rings បានទទួលស្គាល់ថាក្នុងខ្លួនយើងនេះមានអ្វីគ្រប់គ្រាន់អស់ហើយនឹងអាចធ្វើឲ្យខ្លួនឯងកាន់តែប្រសើរខ្លាំងពេញលេញបរិបូរណ៍រហ័សរហួននិងកាន់តែឆ្លាតដោយមិនចាំបាច់ទៅរកអ្វីក្រៅខ្លួនឡើយពុទ្ធភាសិតអតាហេអតនោណាថោដែលមានន័យថាខ្លួនទីពឹងខ្លួននោះគឺបានបង្រៀនមនុស្សឲ្យយល់ដឹងពីអំណាចរបស់ខ្លួននេះឯងក្នុងចំណោមបុគ្គលជោគជ័យបុគ្គលល្បីល្បាញនិងបុគ្គលដែលគេឲ្យវាយតម្លៃកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងសង្គមនិងប្រវត្តិសាស្ត្រតើមាននរណាម្នាក់ដែលមិនពឹងតែលើខ្លួនចុះចំណែកយើងមានដៃ2ជើង2បេះដូង1ខួរក្បាល1ដោយពួកគេដែរតើរឿងអីដែលយើងមិនអាចកសាងខ្លួនឯងតាមរយៈខ្លួនឯងបានសមុទ្រដែលមានទឹកនឹងថ្លាមិនមានរលកគេអាចឆ្លោះមើលត្រីតូចធំបានចំណែកចិត្តដែលស្ងប់ត្រជាក់នឹងអាចត្រួតពិនិត្យគ្រប់គ្រងខ្លួនឯងដូចគ្នាមនុស្សដែលគ្រប់គ្រងខ្លួនឯងបានគេនឹងមានអំណាចតែដើម្បីឲ្យចិត្តស្ងប់ត្រជាក់គេមិនអាចខ្វះសមាធិបានទេទស្សនៈទី16ទោះបីយើងទទួលបានជោគជ័យខ្លាំងលើអ្វីមួយក៏ដោយបើគ្មានសុខភាពល្អទេជ័យជំនះទាំងនោះនឹងត្រឡប់ជាបាត់បង់វិញសុខភាពជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតលើសមាសត្បូងពេជ្រទៅទៀតមនុស្សឈឺតែងចំណាយគ្រប់យ៉ាងទៅលើការព្យាបាលជំងឺឬហៅថារវល់តែនឹងជំងឺវាប្រៀបដូចជាការចងជើងយើងជាប់មិនឲ្យធ្វើអ្វីផ្សេងទៀតបានល្អដូច្នោះមនុស្សឈឺគ្មានអ្វីក្រៅតែពីនាំភាពចម្រុងចម្រើនឲ្យពេទ្យនោះទេយើងប្រហែលជាធ្លាប់ប្រទះផ្ទាល់ភ្នែកហើយជួនកាលញាក់ចិត្តខាងឬសាច់ញាតិយើងឬឆ្លងកាត់ដោយខ្លួនឯងតែម្ដងដែលឈឺនៅមួយកន្លែងដោយមនុស្សពិការបន្តោងស៊ីរ៉ូមលេបថ្នាំទាំងក្តាប់ពាក្យថាជំងឺមិនដែលនាំគុណសម្បត្តិដល់យើងទេគឺមានតែបំផ្លាញយើងគ្រប់បែបយ៉ាងវាបំផ្លាញពេលវេលាលុយកាក់ទ្រព្យសម្បត្តិរូបសម្បត្តិការចងចាំអារម្មណ៍ព្រមទាំងកិច្ចការនានារបស់យើងជាពិសេសទោះបីជាយើងជោគជ័យអ្វីមួយយ៉ាងដល់កំពូលក៏ដោយតែបើបែរជាងាកឈឺវិញយើងពិបាកនៅក្នុងការថែរក្សាជ័យជំនះនោះឲ្យគង់វង្សណាស់ហើយក៏ទៅជាលែងសូវមានកម្លាំងកំហែងដើម្បីភ្លក់រសជាតិយ៉ាងឆ្ងាញ់ពីជ័យជំនះរស់ដែរដូច្នេះបើមិនចង់ខាត់បងច្រើនគឺយើងត្រូវតែរៀនថែទាំសុខថ្មីដែលបិទសកលលោកកាន់តែសម្បូរនៃជាតិគីមីច្រើនទៅដែលសំបីតែធម្មជាតិក៏រងគ្រោះសុខភាពក៏ពិតមែន
ប៉ុន្តែការថែទាំសុខភាពនៅតែជារឿងសំខាន់ដែលត្រូវផ្ដោតលើនិងព្យាយាមរាល់ថ្ងៃទោះបីមិនបានល្អឥតខ្ចក់ក៏ដោយគួរយល់ដឹងនិងចងចាំផងដែរថាការថែទាំសុខភាពពុំមែនយកចិត្តទុកដាក់តែទៅលើរាងកាយមួយមុខទេព្រោះថាវាមានការពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តគំនិតយ៉ាងជិតស្និទ្ធក្នុងសៀវភៅវិធីអនុវត្តតាមលក្ខណៈវិទ្យាសាស្ត្រនៃអាយុរៈរបស់លោកអ្នកប្រាជ្ញអច្ឆរិយៈប៉ាល់គ្រីស្តាល់បានសរសេរថាសុខភាពមិនគ្រាន់តែជាភាពមាំទាំនៃរាងកាយប៉ុណ្ណោះទេតែវាក៏មានបញ្ចូលភាពរីករាយសេចក្តីស្ងប់និងសន្តិភាពក្នុងចិត្តគំនិតផងដែរហេតុនេះក្រៅពីដំណេកការបរិភោគនិងលំហាត់ប្រាណជាដើមគឺនៅមានការសមាធិមួយទៀតដែលយើងមិនគួរមើលរំលងមនុស្សដែលមានសមាធិល្អនឹងនាំឲ្យមានសុខភាពពីខាងក្នុងល្អហើយកាលណាខាងក្នុងល្អវានឹងនាំខាងក្រៅឲ្យល្អដែរតាមរយៈឥទ្ធិពលរបស់វាទស្សនៈទី17កុំស្រវាស្រទិញពេកនៅអ្វីដែលគ្មានស្ថិរភាពព្រោះថាចុងបញ្ចប់នៃជីវិតមនុស្សគង់តែនឹងស្លាប់អក្សរដែលគូវានៅលើខ្សែមាត់សមុទ្រវាមិនអាចស្ថិតនៅបានយូររបស់ខ្លះធ្វើឲ្យយើងប្រាថ្នាចង់បានតែវានៅជាមួយយើងបានតែមួយផ្លេតក៏ប្រត់បាត់ទៅវិញរបស់ខ្លះទៀតធ្វើឲ្យយើងទៅហត់នឿយខ្លាំងការថែរក្សាទោះវាអាចនៅជាមួយបានយូរក៏ដោយមនុស្សមួយចំនួនមានមោទនភាពហួសហេតុនឹងខ្លួនឯងដែលមានរូបសម្រស់ស្រស់ស្អាតជាងអ្នកដទៃឬមានចំណេះដឹងខ្ពង់ខ្ពស់ជាងគេឯងហើយមនុស្សមួយចំនួនទៀតស្រវឹងនឹងទ្រព្យសម្បត្តិឬអំណាចបុណ្យស័ក្តិរហូតហ៊ានប្រព្រឹត្តនៅទង្វើអាក្រក់ពិះពុលទៅទៀតពួកគេយល់ច្រឡំថាអ្វីទាំងនេះគឺជាសេចក្តីថ្លៃថ្នូរខ្ពង់ខ្ពស់របស់មនុស្សហើយវាហាក់មិនចេះបាត់បង់ទៅណាការពិតគឺផ្ទុយស្រឡះថ្មីដែលតែមនុស្សគួរចេះរក្សាសម្រស់ក្នុងយុវភាពគួរស្វែងរកចំណេះដឹងដាក់ខ្លួនគួររកនៅទ្រព្យសម្បត្តិដាក់ឃ្លាំងនិងគួរកសាងកិត្តិយសក្នុងសង្គមក៏ពិតមែនតែកុំភ្លេចថាអ្វីទាំងនេះមានអត្ថិភាពតាំងនៅជាមួយយើងត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាប្រែប្រួលនៅក្នុងពេលដែលយើងកំពុងមានជីវិតរស់នៅនិងរលត់ទៅនៅទីបញ្ចប់នៃជីវិតដូច្នេះយើងមិនគួរមានមោទនភាពហួសហេតុព្រមទាំងស្រវឹងងប់ងន់នឹងវានោះទេប៉ុន្តែអ្វីដែលមានព្រលឹងអមតៈនោះគឺអំពើល្អជាគុណតម្លៃរបស់មនុស្សគ្រប់គ្នាចាំបាច់ត្រូវកសាងមនុស្សគ្រប់គ្នាមិនសុទ្ធតែមានរូបសម្រស់ចំណេះដឹងទ្រព្យសម្បត្តិនិងអំណាចបុណ្យស័ក្តិស្មើគ្នាទេតែអ្វីដែលមនុស្សគ្រប់គ្នាអាចមានគុណតម្លៃស្មើគ្នាទៅបាននោះគឺជាអំពើល្អនោះឯងអំពើល្អជាគុណធម៌របស់មនុស្សធាដែលនាំឲ្យមានលក្ខណៈពិសេសខុសពីសត្វកាចសាហាយហេតុដូច្នេះហើយទៅមនុស្សដែលមិនប្រព្រឹត្តអំពើល្អត្រូវបានគេចាត់ទុកថាជាសត្វធាតុយើងគួរបីប្រព្រឹត្តអំពើល្អតាមដែលអាចទៅបាននិងព្យាយាមកាត់បន្ថយអំពើអាក្រក់ទោះបីមិនអាចលុបបំបាត់បានទាំងស្រុងព្រោះថាចុងបញ្ចប់នៃជីវិតមនុស្សរាល់គ្នាគឺសេចក្តីស្លាប់ទស្សនៈទី18យើងរកលុយមកបំរើក្តីសុខពុំមែនយកមកទុកកប់ក្បែរផ្លូទេរៀនចំណាយខ្លះទៅហើយចំណាយឲ្យមានប្រយោជន៍ចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនកម្រមាននរណានិយាយថាខ្លួនមិនត្រូវការលុយណាស់ទោះបីមិនលោភលន់ចង់បានក៏ដោយពិតហើយលុយមានតម្លៃខ្លាំងសម្រាប់យកមកបម្រើក្តីសុខយើងមួយផ្នែកតែគួរឲ្យស្ដាយដែលអ្នកខ្លះឲ្យតម្លៃវាស្មើនឹងស្ដេចរហូតខ្លួនឯងក្លាយជាទាសករទៅវិញយូរទៅមិនមែនយកលុយទៅចំណាយរកក្តីសុខបែរជាយកក្តីសុខទៅចំណាយរកលុយកែវភ្នែកសម្លឹងខឿនតែលុយច្រមុះហិតដឹងតែលុយរហូតពេលខ្លះលែងស្គាល់ចំណងមិត្តភាពលែងស្គាល់អំពើល្អអស់រលីងប្រហែលមកពីមានការយល់ច្រឡំថាមានលុយមានអ្វីគ្រប់យ៉ាងតាមពិតលុយពិតជាអាចទិញនេះទិញនោះបានច្រើនក៏ពិតមែនតែពុំមែនទិញបានទាំងអស់ឡើយនរណាអាចទិញគុណធម៌និងសច្ចភាពបាននរណាអាចទិញសេចក្តីស្ងប់ក្នុងចិត្តនិងជីវិតអមតៈបាននរណាហ៊ានអះអាងថាអ្នកមានច្បាស់ជាមានសុភមង្គលជាងអ្នកក្រនោះ Jonathan Swift ពោលថាមនុស្សមានបញ្ញាម្នាក់គួរមានប្រាក់ទុកក្នុងក្បាលរបស់ខ្លួនប៉ុន្តែមិនគួរទុកក្នុងបេះដូងខ្លួនទេ
ហើយអ្វីគាត់ពោលដូច្នេះសំណួរនេះយើងអាចយកចម្លើយតាមសម្ដីរបស់ Edmund Burke ជារដ្ឋបរិះនឹងទស្សនវិទូអង់គ្លេសដែលបានលើកថាបើគ្រប់គ្រងទ្រព្យសម្បត្តិបានអ្នកនឹងក្លាយជាអ្នកមាននិងប្រកបដោយសេរីភាពតែបើអ្នកព្រមឲ្យទ្រព្យសម្បត្តិគ្រប់គ្រងវិញអ្នកក៏នឹងក្លាយជាអ្នកក្រតែម្យ៉ាងប៉ុណ្ណោះមិនបាច់ប្រកែកឡើយយើងក៏បីរៀនចំណាយខ្លះទៅពុំមែនឲ្យខ្លះខ្ជិលទេគឺចំណាយឲ្យចំគួរដៅឲ្យចំមនុស្សនិងឲ្យចំពេលវេលាជាដើមលុយវាមិនចែករីងស្ងួតទេឲ្យតែមនុស្សមានភាពឆ្លៀសវៃនិងការប្រឹងប្រែងក្នុងការរកលុយគេមិនធ្លាប់ឃើញសង្គមណាក្រីក្រដោយសារតែវប្បធម៌ចែករំលែកឡើយកាន់តែចែករំលែកកាន់តែមានបានទាំងអស់គ្នាម្យ៉ាងទៀតកម្រមានមហាសេដ្ឋីណាដែលកើតឡើងដោយសារតែភាពកំណាញ់ស្វិតក្រោយតម្រាណាស់បើសិនជាមានក៏ទ្រព្យធននោះមិនបានយូរអង្វែងដែរព្រោះថាអ្នកមានដែលកំណាញ់ស្វិតហួសហេតុនៅសម្បូរអ្នកជិតខាងស្អប់អ្នកមានខ្លះរាងកាយដេកលើវិមានតែចិត្តកើតទុកដូចនៅក្នុងនិរោចាញ់អ្នកក្រខ្លះដែលដេកក្នុងខ្ទមលិចលើលិចក្រោមបែរជាពោពេញទៅដោយសុភមង្គលរាល់ថ្ងៃជាមួយក្រុមគ្រួសារទៅវិញយើងកាត់មកខ្លួនទៅវិញក៏ទៅលុយកាក់ដែលគេយកបញ្ចុះក្នុងក្តារមឈូលក៏មិនអាចយកទៅចាយในឋានស្លាប់បានដូច្នេះចូលមានចិត្តទូលាយខ្លះទៅទស្សនៈទី19កុំងប់ងល់នឹងពាក្យបញ្ចោហើយកុំបាក់ទឹកចិត្តនឹងពាក្យបង្អាប់បើមិនដូច្នោះទេយើងនឹងចាញ់បោកល្បិចចិត្តសាស្ត្ររបស់មនុស្សអាក្រក់ប៉ុន្តែគួរទទួលពាក្យសរសើរនិងពាក្យរិះគន់ដ៏សុតចិត្តរបស់មនុស្សល្អចោះព្រោះវាជាអំណោយដ៏ថ្លៃថ្លាហើយពាក្យសរសើរអាចលើកកម្លាំងចិត្តមនុស្សឲ្យមានថាមពលរីឯពាក្យរិះគន់អាចដាស់តឿនស្មារតីមនុស្សឲ្យមានការប្រយ័ត្នប្រយែងយើងតែងរីករាយរំភើបកាលបើមានគេសរសើរតែកម្រក់ពេញចិត្តនឹងពាក្យរិះគន់ណាស់តាមពិតទៅពាក្យរិះគន់មានប្រយោជន៍ដូចជាកញ្ចក់ណាយគឺវាធ្លុះឲ្យឃើញថាតើមានស្មារតីអ្វីខ្លះនៅក្នុងការប្រព្រឹត្តរបស់យើងមនុស្សល្អចូលចិត្តសរសើរនិងរិះគន់ដោយសុទ្ធចិត្តខុសទីមនុស្សអាក្រក់ដែលចូលចិត្តបញ្ចោនិងបង្អាប់ដោយចិត្តពុតបាតយើងត្រូវរៀនបែងចែករឿងទាំងនេះឲ្យដាច់ពីគ្នាកុំឲ្យមានការយល់ច្រឡំពេលគេសរសើរចូលញញឹមអរគុណហើយបន្តធ្វើរឿងត្រឹមត្រូវតទៅទៀតហើយពេលគេរិះគន់ចូលញញឹមអរគុណដូចគ្នាហើយពិនិត្យមើលពីកំហុសឆ្គងដែលត្រូវផ្លាស់ប្ដូរឬកែសម្រួលតែបើគេបញ្ចោចូលកំត្រេករើហើយក៏កង់បាក់ទឹកចិត្តនឹងពាក្យបង្អាប់បើមិនដូច្នោះទេយើងនឹងត្រូវគេវាយបំបាក់ភ្នែកចិត្តសាស្ត្រមិនខានទស្សនៈទី20ភាពរឹងមាំរបស់គ្រាប់ពេជ្រពុំមែនសាំងឡើងបានក្នុងមួយថ្ងៃទេភាពខ្លាំងពូកែរបស់មនុស្សកើតចេញពីការអប់រំហ្វឹកហាត់ម្ដងបន្តិចរាល់ថ្ងៃរាល់ខែរាល់ឆ្នាំនិងរហូតតទៅអ្វីត្រូវការសន្សំរាល់ថ្ងៃទើបបរិបូរណ៍បានរបស់អាក្រក់អាចសាងឡើងងាយមែនតែរបស់ល្អគេសាងឡើងបានដោយកម្រគ្រាប់ពេជ្រពុំមែនចេះតែកើតស្រួលទេហើយក៏មិនមែនសម្បូរด้วยដុំថ្មដែរវាត្រូវការពេលវេលាយូរណាស់តម្រាំតែវាមានភាពរឹងមាំគួរជាទីស្ញប់ស្ញែងរបស់មនុស្សចំណែកភាពខ្លាំងពូកែរបស់មនុស្សក៏មិនអាចប្រះចាកពីការវឹកហាត់ជាប្រចាំឡើយនៅក្នុងសៀវភៅនយោបាយអប់រំខួរក្បាលបានសរសេរថាការនិយាយថាសេចក្តីល្ងង់សេចក្តីឆ្លៀវឆ្លាតជារបស់ដែលជាប់មកពីកំណើតនោះក៏មានការពិតខ្លះដែរប៉ុន្តែកាលបើកើតមកហើយការអប់រំបានប្រែក្លាយទៅជារបស់សំខាន់ដែលផ្លាស់ខួរក្បាលរបស់មនុស្សឲ្យផុតពីកំណាចជាច្រើនក្មេងដែលកើតមកឆ្លាតក៏នឹងប្រែទៅជាល្ងង់ងងឹតងងល់ម្យ៉ាងទៀតក្មេងបើកើតមកល្ងង់ប្រសិនបើអប់រំហ្វឹកហ្វឿនក៏អាចនឹងទៅជាមនុស្សឆ្លាតបានគំនិតដែលថាខួរក្បាលរបស់យើងនឹងល្អឬអាក្រក់មានមកពីកំណត់នឹងផ្លាស់ប្រែពុំបានទេគឺជាការយល់ខុសយ៉ាងធ្ងន់ព្រោះកិច្ចការគ្រប់យ៉ាងក្នុងលោកយើងនេះក៏មកតែពីយើងវឹកហាត់ការដែលយើងសរសេរសៀវភៅកើតអានសៀវភៅទៅដាច់ក៏មកតែពីយើងរៀនអ្នកតន្ត្រីដែលរលេងភ្លេងពីរោបានក៏មកតែពីគេហាត់គ្មាននរណាចេះរបស់ទាំងនេះមកពីកំណើតទេព្រោះដូច្នេះទើបយើងអាចសន្និដ្ឋានបានថាពាក្យដែលថាគ្មាននិស្ស័យធ្វើកើតមនុស្សយើងខុសគ្នានឹងអ្វីផ្សេងនោះ
សុទ្ធតែជាពាក្យដកសាររបស់មនុស្សកំពិលដែលប្រមូលទុកសេចក្តីល្ងងយកទៅដាក់ក្តារមឈរពេលស្លាប់ទាំងអស់យើងគួរប្រឹងសម្លៀងខ្លួនឲ្យបានជាប្រចាំតាន់ខ្លួននៅក្មេងព្រោះនេះជាវ័យមួយដែលអំណោយផលខ្លាំងបំផុតហើយយើងក៏មានពេលវេលាវែងឆ្ងាយផងដែរសម្រាប់ធ្វើកិច្ចការផ្សេងកាលណាបើយើងចាស់ចរាទៅនោះគឺពិបាកវឹកហាត់ហើយភាពខ្លាំងពូកែពុំមែនចេះតែបានមកដោយងាយទេចំពោះមនុស្សខ្សោយកម្លាំងកាយនិងខួរក្បាលទៅហើយនោះម្យ៉ាងទៀតកាលណាចង់បានភាពខ្លាំងពូកែគឺត្រូវតែស៊ូទ្រាំនឹងទុក្ខលំបាកឲ្យដល់កម្រិតអាវុធដែលមុតល្អរមែងទទួលការលុតដំពីកម្ដៅភ្លើងរាប់ម៉ឺនអង្សាទស្សនៈទី21លេងសើចខ្លះតែម៉ឺនម៉ាត់គឺជាអត្តចរិតពិសេសម្យ៉ាងដែលធ្វើឲ្យគេគោរពចូលជុតច្រើនជាងអត្តចរិតដែលចេះតែលេងសើចមិនដឹងអីឬម៉ឺនម៉ាត់ហួសហេតុការកំ pl ែងលេងសើចជាភាពស្រស់បំព្រងម្យ៉ាងក្នុងជីវិតយើងអាចប្រដូចវាទៅនឹងទឹកសន្សឹមដែលប្រោះព្រំបុប្ផាឲ្យរីកស្រស់ញញឹមនាវេលាអរុណរះជួនកាលពាក្យកំ pl ែងរបស់យើងវាធ្វើឲ្យយើងនឹកឃើញចង់សើចម្នាក់ឯងនេះជាភាពរីករាយម្ដងលុះដល់យើងចែករំលែកវាជាមួយអ្នកជុំវិញខ្លួនវាក៏បានជួយអ្នកដទៃមានស្នាមញញឹមនិងសំណើចតាមយើងដែរហើយយើងក៏សប្បាយចិត្តដោយសារតែភាពរីករាយរបស់ពួកគេនោះម្ដងទៀតសរុបមកយើងរីករាយបានទៅ2ដងដោយសារចេះកំ pl ែងជាមួយអ្នកដទៃជីវិតមែនតែនទៅបើដកតែភាពរីករាយចិនគឺវាសោះក្រក្រាស់ណាស់លើកលែងតែយើងអាចធ្វើឲ្យខ្លួនឯងស្ងប់នោះទើបមិនមានទុក្ខមិនមានសុខដូច្នេះលេងសើចខ្លះចុះកុំមើលម៉ាត់តឹងតែរហូតពេកទេតែកុំទម្លាក់ចោលភាពមើលម៉ាត់ឲ្យសោះព្រោះភាពមើលម៉ាត់នេះជារឿងម្យ៉ាងទៀតដែលត្រូវគ្រប់គ្រងការលេងសើចកុំឲ្យហួសកម្រិតចរិតលេងសើចនិងចរិតមើលម៉ាត់ក៏បីមានទាំងគូដោយស្លាបឆ្វេងនិងស្លាបស្ដាំជើងសានកូនសិស្សរបស់ខុងយីពោលថាមនុស្សយើងបើស្និទ្ធស្នាលគ្នាជ្រុលហួសពេកក៏នឹងខ្វះសុវាធម៌ចំពោះគ្នាបើមើលម៉ាត់ជ្រុលពេកក៏នឹងរយ៉ាលពីគ្នាព្រោះតែហេតុដូច្នេះទើបវិញ្ញាណសេពគប់គ្នានឹងស្និទ្ធស្នាលគ្នាក្នុងកម្រិតត្រឹមតែយល់ចិត្តថ្លើមនិងអារម្មណ៍ពីគ្នាទៅវិញទៅមកឲ្យសមល្មមនិងមើលម៉ាត់ក្នុងកម្រិតដែលមានសុវាធម៌សមល្មមអ្វីដែលគាត់ពោលនេះគឺមិនខុសទេត្បិតការស្រឡាញ់រាប់អាននិងការគោរពគួរដើរទន្ទឹមគ្នាការលេងសើចអាចធ្វើឲ្យគេចូលចិត្តរីឯការមើលម៉ាត់ធ្វើឲ្យគេចេះកោតក្រែងចំពោះអ្នកដឹកនាំវិញគឺត្រូវតែចេះប្រើចរិតទាំងពីរនេះច្របាច់បញ្ចូលគ្នាទើបយើងអាចមានឥទ្ធិពលក្នុងការដឹកនាំហើយក៏គួរចេះពិចារណាទៀតថាពេលណាគួរលេងសើចពេលណាគួរមើលម៉ាត់ហើយមនុស្សណាចូលចិត្តលេងសើចច្រើនឬក៏ភាពមើលម៉ាត់ច្រើនទស្សនៈទី22ការរៀនមិនគ្រាន់តែជាការសូត្រតាមពាក្យគេរីឯការបង្រៀនក៏មិនគ្រាន់តែជាការបង្កាប់បញ្ជាឲ្យគេសូត្រតាមពាក្យខ្លួនការរៀនទ្រឹស្ដីអ្វីមួយឬព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាដើមគឺពិតជាទាមទារការចងចាំនេះជារឿងធម្មតាតែការភ័ន្តច្រឡំថាអ្វីដែលបានទន្ទេញនោះគឺជាចំណេះដឹងផ្ដាច់ព្រាត់តាមពិតទៅការរៀនសូត្រគឺជាការត្រិះរិះជាប្រចាំដើម្បីស្វែងរកការចេះដឹងថ្មីដែលគោះរបើកឡើងពីក្នុងខ្លួនអ្វីដែលអ្នកដទៃចេះដឹងវាមិនប្រកាសថាអាចជ្រាបចូលទៅក្នុងព្រលឹងរបស់យើងបានឡើយរហូតដល់ពេលមួយដែលយើងបានប្រដេកវាដោយខ្លួនឯងនៅតាមសាលារៀនចំនួនធំនៅក្នុងស្រុកខ្មែរគ្រូបង្រៀនខ្លះចូលចិត្តឲ្យសិស្សកត់តែអ្វីដែលគេសរសេរក្នុងសៀវភៅហើយនៅពេលប្រឡងថែមទាំងមិនឲ្យសិស្សសរសេរអ្វីខុសពីមេរៀនដែលបានរៀនឡើយដោយមានពេលខ្លះការឆ្លើយសំណួរនៅន័យតែមួយតែគ្រាន់តែផ្លាស់ប្ដូរពាក្យបន្តិចបន្តួចក៏ដកបន្ទុកស្មារឬមិនកែដែរ
យូរទៅគ្រូជាអ្នកកាន់កន្ត្រៃកាត់តម្រឹមខួរក្បាលសឿតឲ្យនៅខ្លីនៅតដោយគេកាត់មែកឈើមិនឲ្យលូកទៅណារួយដូច្នោះដែរអ្នកប្រាជ្ញអ៊ីនស្តាញជាមនុស្សដែលឲ្យតម្លៃលើការស្រមៃពិចារណាជាងចំណេះដឹងដែលមានសភាពងាប់ក្រឡាគាត់បានពោលថារូបារមន្តមានឥទ្ធិពលក្នុងការកសាងចំណេះដឹងរបស់ខ្ញុំច្រើនជាងទេពកោសល្យចំណេះដឹងដែលយន្តមានជារបស់ដែលមានកម្រិតឯរូបារមន្តអាចនាំយើងទៅដល់ទូទាំងសកៈរូបនៅក្នុងសិភៅបញ្ហាវប្បធម៌និងអរិយធម៌របស់លោកវ៉ាន់ឌីកាអ៊ុងបានសរសេរថាការអប់រំអនាគតពលរដ្ឋនិងពលរដ្ឋនៃប្រទេសនីមួយៗត្រូវរក្សានូវសេរីភាពនៃការពិចារណាប្រសិទ្ធសក្តិរបស់ពលរដ្ឋម្នាក់គឺសិទ្ធិនៃការពិចារណានេះតែម្ដងគេមិនអាចបង្ខិតបង្ខំឲ្យពលរដ្ឋម្នាក់ពិចារណាតាមទ្រឹស្ដីអ្នកកាន់អំណាចមួយកំណត់ឡើយជាពិសេសកាលណាអ្នកកាន់អំណាចទាំងនោះនាំគ្នាស្ថាបនានូវចរិយាធម៌ឬសីលធម៌សម្រាប់ថែរក្សានូវផលប្រយោជន៍ផ្ទាល់ខ្លួនឧទាហរណ៍ខ្លួនទៀបកំតងដៃឃ្លីកុំឈងស្រវាអូបភ្នំពងមាន់កំជុលនឹងថ្មចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសលាក់នឹងលាក់សូក្រាតមុននឹងចាប់បង្រៀនលោកបានបង្ហាត់សិទ្ធិរបស់លោកឲ្យបោះបង់ចោលនៅចំណេះដឹងវិជ្ជាទាំងប៉ុន្មានដែលខ្លួនអះអាងថាចេះពោលគឺលោកបង្ហាត់ឲ្យតិទៀនចំណេះវិជ្ជាដែលគេបានរៀនមុនមកអស់សិនដែលហៅថាការពិតគឺមិនមែនការពិតអ្នកនេះឬអ្នកនោះទេការពិតមែនតែនគឺការពិតដែលយើងទាំងអស់គ្នាទទួលស្គាល់គោលការណ៍នេះគឺជាគោលការណ៍របស់ទស្សនវិធម៌ដើម្បីស្រាវជ្រាវរកការពិតគឺការស្រាវជ្រាវរកការពិតភាពរីកចម្រើននៃអរិយធម៌របស់ពិភពលោកសប្តាហ៍ថ្ងៃនេះគឺសុទ្ធតែជារីរត់នៃផ្នត់គំនិតនិងការច្នៃប្រឌិតរបស់មនុស្សខុសពីសត្វកណ្ដៃសត្វត្រង់ណាបើធ្វើអ្វីទៅតាមសម្ភាវកតិវាចេះតែពូនដីធ្វើដំបូកប៉ុណ្ណោះឯសត្វចាបក៏ចេះតែពីមស្មៅធ្វើសម្បុកពួកវាមិនអាចសង់ប្រាសាទឬអគារខ្ពស់ដូចមនុស្សបានឡើយហេតុនេះហើយទើប Taylor ជាអ្នកប្រវត្តិសាស្ត្រសញ្ជាតិអង់គ្លេសបានពោលថាការផ្លាស់ប្ដូរក្នុងប្រវត្តិសាស្ត្រភាពរីកចម្រើនទាំងឡាយសុទ្ធតែកើតឡើងដោយសារអ្នកបែកគំនិតថ្មីបើមិនមានអ្នកទាំងនោះទេម្លេះសមយិនទាំងអស់គ្នារស់នៅតែក្នុងរូងភ្នំនៅឡើយទស្សនៈទី23សៀវភៅគឺជាមាសពិតរបស់មនុស្សហើយបណ្ណាល័យគឺជាអណ្ដូងរ៉ែមិនចេះរីងស្ងួតរបស់ពិភពលោកមនុស្សកើតមកត្រូវការស្វែងរកវិជ្ជាដើម្បីឲ្យខ្លួនក្លាយជាបុគ្គលមានតម្លៃនៅក្នុងសង្គមចំណែកសង្គមត្រូវការធនធានមនុស្សដែលប្រកបដោយវិជ្ជាជ្រៅជ្រះពិតប្រាកដដើម្បីសាងអំណាចឲ្យរឹងមាំវិជ្ជាមាននៅគ្រប់ទីកន្លែងទាំងអស់ឲ្យតែយើងពិតជាមានចន្ទៈចង់រៀនសៀវភៅត្រូវបានគេចាត់ទុកថាជាមាសពេជ្រដ៏មានតម្លៃព្រោះកប់ទុកនៅកំណប់ចំណេះវិជ្ជាគ្រប់ប្រការកាលណាគេនិយាយពីសៀវភៅគេមិនអាចកាត់ផ្ដាច់ចេញពីស្មេអ្នកនិពន្ធឬកាវៃនោះទេសៀវភៅប្រៀបដូចជាផ្ទាំងគំនូរអក្សរដែលគូសចេញពីទឹកខ្មៅនៃមនោសញ្ចេតនាជាមួយនឹងចុងប៉ាកានៃទេសនៈរបស់អ្នកនិពន្ធកាន់តែមានការចេះដឹងជ្រៅជ្រះកាន់តែសម្បូរបទពិសោធន៍កាន់តែមានឧត្តមគតិខ្ពស់និងកាន់តែមានមនោសញ្ចេតនាជ្រាលជ្រៅនោះនឹងនាំឲ្យផ្ទាំងគំនូរមានសម្រស់ស្រស់ត្រកាលប្រកបដោយតម្លៃជាសច្ចភាពទន្ទឹមនឹងនេះអ្នកនិពន្ធអាចសរសេរនាំអ្នកអានឲ្យរីកចម្រើនឬឈួតវង្វេងបានដូច្នេះមានន័យថាអ្នកអានក៏ត្រូវតែរៀនត្រេះរិះឲ្យមែនទែនមុននឹងស្របតាមឬអនុវត្តតាមសៀវភៅមានច្រើនប្រភេទណាស់ដូចជាប្រភេទអក្សរសិល្បៈប្រលោមលោករឿងខ្លីកំណាព្យជាដើមវិទ្យាសាស្ត្រគណិតវិទ្យារូបវិទ្យាគីមីវិទ្យាជីវវិទ្យាផែនដីវិទ្យាចិត្តវិទ្យាទេសនវិទ្យាសាសនាប្រវត្តិសាស្ត្រនីតិសាស្ត្រនិងនយោបាយជាដើមសៀវភៅបង្កប់អត្ថប្រយោជន៍ដោយឡែករបស់វាទៅតាមប្រភេទនីមួយ
ជួនកាលសៀវភៅមួយកបាលមិនត្រឹមតែផ្លាស់ប្ដូរខ្សែជីវិតមនុស្សម្នាក់ប៉ុណ្ណោះទេតែអាចផ្លាស់ប្ដូរវាសនាសង្គមជាតិមួយទាំងមូលឬមួយចំហៀងពិភពលោកទៀតផងជនជាតិជ្វីបមានពាក្យមួយឃ្លាថាការអានអាចធ្វើឲ្យប្រទេសយើងខ្លាំងបានបើសៀវភៅមានតម្លៃយ៉ាងនេះថែមទាំងត្រូវបានចាត់ទុកថាជាក្របពេជ្រផងនោះដូច្នេះបណ្ណាល័យដែលជាកន្លែងផ្ទុកទៅដោយសៀវភៅយ៉ាងច្រើនសន្ធឹកប្រកាសជាអណ្ដូងរ៉ែដ៏សំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់កន្លងមកបណ្ណាល័យត្រូវបានមេដឹកនាំភាគច្រើនយកធ្វើជាដើមទុនបដិវត្តន៍ទៀតផងជនជាតិខ្មែរត្រូវតែជាជនជាតិដែលនិយមអាននិងសរសេរហើយក៏ត្រូវតែមានបណ្ណាល័យនៅគ្រប់ភូមិស្រុកគ្រប់ស្ថាប័ននិងគ្រប់ផ្ទះផងទើបប្រសើរ